គ្រូវេទមន្តអោជាច្រើនឆ្នាំណាស់មកខែនៅទីក្រុងមួយឈ្មោះ Loren មានក្មេងស្រីតូចម្នាក់រស់នៅទីនោះមានឈ្មោះថា Dorothy នាងរស់នៅជាមួយមីងអែមនិងពូ Henry របស់នាងនៅក្នុងកសិដ្ឋាននាងមានឆ្កែមួយដែលមានឈ្មោះថា Toto ថ្ងៃមួយនាងបានឃើញថាមានអាកាសធាតុចម្លែកបបោកក៏ឡើងក្រាស់និងមានរន្ទះខ្លាំងពូ Henry អង្គុយលើទ្វារហើយក៏សម្លឹងមើលទៅលើមេឃដែលមានពពកពណ៌សខ្មៅខុសពីប្រក្រតីDorothy ឈរនៅមាត់ទ្វារជាមួយតូតូនៅក្នុងដៃរបស់នាងរួចហើយក៏សម្លឹងទៅលើមេឃមីងអែមដែលកំពុងតែឈរលាងចាននៅពេលដែលគាត់ឮសំឡេងខ្យល់យ៉ាងខ្លាំងនោះគាត់ក៏បានរត់ទៅរកមាត់ទ្វារដើម្បីឈរមើលព្យុះដែលកំពុងតែជិតមកដល់រំពេចនោះតូតូក៏បានលុតចេញពីដៃរបស់ Dorothy រួចហើយរត់ទៅរកខ្យល់ព្យុះស៊ីក្លូននោះDorothy ក៏បានរត់ទៅតាមចាប់វាត្រឡប់មកវិញទីបំផុតតូតូក៏បានលាក់ខ្លួននៅក្រោមបាឡុងខ្យល់ក្តៅដែលបានបញ្ឈរនៅកសិដ្ឋាននោះហើយនៅទីនោះក៏បានជួបជាមួយមនុស្សដ៏ចម្លែកម្នាក់គាត់ម្នាក់នោះត្រូវបានគេស្គាល់ថាគាត់ជាសាស្ត្រាចារ្យ Marvel ដែលជាម្ចាស់បាឡុងខ្យល់ក្តៅដ៏ធំនោះគាត់បានស្វាគមន៍ Dorothy ដោយពាក្យមន្តអាគមរបស់គាត់សិមសាឡាបឹមបើពាក្យមន្តអាគមរបស់ខ្ញុំស័ក្តិសិទ្ធិអ្នកគឺជាកូនស្រីតូច Dorothy មែនទេ Dorothy ពិតជាចង់ដឹងណាស់ថាហេតុអីបានជាគាត់ស្គាល់ឈ្មោះរបស់នាងប៉ុន្តែភ្លាមៗនោះនាងក៏បានឃើញខ្យល់ព្យុះមួយក៏គួចត្របាញ់ឈ្មោះមករកពួកគេហើយ Dorothy ក៏បានចាប់តូតូរត់ចូលទៅបន្ទប់ក្រោមដីយ៉ាងលឿនបំផុតតាមដែលអាចធ្វើបានប៉ុន្តែនាងមិនអាចត្រឡប់មកវិញបានទេគឺវាយឺតពេលទៅហើយនាងបានរត់ចូលទៅក្នុងផ្ទះប៉ុន្តែនៅពេលដែលខ្យល់ព្យុះបានមកដល់នោះនាងក៏បានធ្លាក់ចូលទៅក្នុងផ្ទះនិងបានប៉ះក្បាលរបស់នាងខ្យល់ព្យុះបានគួចយកផ្ទះរបស់នាងទាំងមូលជាមួយ Dorothy និងតូតូទៅជាមួយយ៉ាងខ្ពស់នៅលើអាកាសបន្ទាប់មកផ្ទះក៏បានធ្លាក់ចុះមកដីវិញ Dorothy បានឈានជើងចេញមកក៏ឃើញថានាងស្ថិតនៅកន្លែងផ្សេងមួយទៀតកន្លែងនេះមានពណ៌ចម្រុះនិងស្រស់ស្អាតជាងទីក្រុង Loren មិនយូរប៉ុន្មានគ្រូវេទមន្តចិត្តល្អនៅភាគខាងជើងឈ្មោះថា Clinda បានចេញមកស្វាគមន៍សូមស្វាគមន៍ Dorothy ដែលមកដល់ដែនដីអោសនេះខ្ញុំគឺជាគ្រូវេទមន្តភាគខាងជើងអូព្រះអើយតើខ្ញុំមកទីនេះដោយរបៀបម៉េចទេខ្ញុំចាំបានថាមានខ្យល់ព្យុះកំបិតត្បូងមួយបន្ទាប់មកឯងក៏មកទីនេះណា Dorothy ខ្យល់ព្យុះកំបិតត្បូងនោះគឺជាច្រកទ្វារចូលនៅក្នុងទឹកដីអោសនេះហើយខ្ញុំពិតជាអរគុណដែលឯងមកសម្លាប់មេធ្មប់ចិត្តអាក្រក់នៅភាគខាងកើតអ្នកគឺជាមនុស្សល្អណាស់ប៉ុន្តែវាអាចមានកំហុសខ្លះខ្ញុំមិនបានសម្លាប់អ្វីទេប៉ុន្តែផ្ទះឯងបានធ្វើវាហើយវាដូចជាឯងបានធ្វើវាដែរសូមមើលណែ Clinda បានចង្អុលទៅជ្រុងម្ខាងនៃផ្ទះនេះគឺជាស្បែកជើងរបស់គ្រូវេទមន្តដែលលៀនចេញពីក្រោមផ្ទះឈើនោះ Dorothy ស្ទើរតែមិនជឿហើយក៏បានស្រែកដោយសេចក្តីរន្ធត់បងស្រីមេធ្មប់ចិត្តអាក្រក់ក៏បានឃើញអ្វីដែលកើតឡើងទាំងអស់នោះបន្ទាប់មកទៀតនាងក៏បានមកដល់ទីនោះនៅពេលនោះដែរនាងបានហោះពីខាងលើដោយជាអំបោសវេទមន្តរួចហើយនាងមានការខឹងយ៉ាងខ្លាំងយេមីក្មេងតូចអាក្រក់ហេតុអីក៏ឯងហ៊ានសម្លាប់ប្អូនស្រីរបស់យើងថែមទាំងឯងហ៊ានពាក់ស្បែកជើងពណ៌របស់ប្អូនស្រីយើងទៀតវាជារបស់យើងទេយើងនឹងមិនទុកជីវិតឲ្យឯងឡើយ Dorothy គឺពិតជាមិនចង់បានស្បែកជើងពណ៌មកពាក់លើជើងរបស់នាងទាល់តែសោះប៉ុន្តែវាដោះមិនចេញទោះបីជាព្យាយាមដោះយ៉ាងម៉េចក៏នៅតែមិនចេញហើយបន្ទាប់មកមេធ្មប់ចិត្តអាក្រក់នៅភាគខាងលិចក៏បានដាក់វេទមន្តទៅលើ Dorothy ប៉ុន្តែវាបានត្រឡប់ទៅលើខ្លួនរបស់វាវិញដែលនាងបានឆេះខ្លួនយើងនឹងដាក់បណ្ដាសាឯងនេះក្មេងតូចបន្តិចទៀតយើងនឹងត្រឡប់មកវិញយើងនឹងឲ្យឯងឃើញកំហឹងរបស់យើងមេធ្មប់បានហោះទៅឆ្ងាយដោយបាននិយាយដូច្នេះឥឡូវនេះ Dorothy ក៏បានឲ្យមេធ្មប់ត្រឡប់ទៅវិញ Dorothy ភ័យខ្លាចណាស់រួចក៏និយាយថា Clinda តើខ្ញុំគួរធ្វើអីទេមេធ្មប់ច្បាស់ជាត្រឡប់មករកខ្ញុំវិញហើយព្រះហើយក៏បារម្ភអីពេលនេះឯងគួរតែឆាប់ត្រឡប់ទៅទីក្រុង Loren វិញទៅឲ្យលឿនឡើងប៉ុន្តែខ្ញុំមិនបានដឹងថាត្រឡប់ទៅផ្ទះវិញដោយរបៀបម៉េចទេឯងគួរតែទៅទីក្រុង Emerald ព្រោះមានគ្រូវេទមន្តអោសដ៏អស្ចារ្យនៅទីនោះឯងសូមឲ្យគាត់ជួយឯងទៅតែខ្ញុំធ្វើយ៉ាងម៉េចទៅដល់ទីក្រុង Emerald នោះវានៅឆ្ងាយណាស់មែនទេតែជាមួយខ្ញុំទេឯងត្រូវធ្វើដំណើរតាមផ្លូវឥដ្ឋដែលមានពណ៌លឿងនេះវាជាផ្លូវវែងឆ្ងាយណាស់ហើយស្បែកជើងពណ៌នេះវានឹងការពារឯងគ្មាននរណាម្នាក់អាចធ្វើបាបឯងទេឯងពាក់វារហូតទៅ
មិនយូរប៉ុន្មានដូរ៉ូធីនិងតូតូក៏បានដើរតាមផ្លូវដែលមានឥដ្ឋពណ៌លឿងនោះពួកគេដើរតាមផ្លូវនោះយូរណាស់បន្ទាប់ពីដើរអស់ជាច្រើនគីឡូម៉ែត្រហើយនោះដូរ៉ូធីក៏បានអង្គុយដើម្បីសម្រាកបន្តិចមានចំការពោតមួយដ៏ធំនៅម្ខាងនៅតាមផ្លូវនោះមានទីងមងមួយឈ្មោះថាស្បៃក្រត្រូវបានគេដាក់នៅលើបង្គោលនោះនាងបានសម្លឹងមើលទីងមងរួចក៏ញញឹមពួកយើងក៏មានទីងមងនៅក្នុងទីក្រុងឡូរ៉េនដែរត្រឹមត្រូវហើយដូរ៉ូធីសម្លឹងទៅទីងមងដែលមានការភ្ញាក់ផ្អើលបំផុតទីងមងរបស់យើងនៅទីក្រុងឡូរ៉េនអត់ចេះនិយាយទេទីងមងគឺមិនភ័យខ្លាចនោះទេមនុស្សគេមានខួរក្បាលហើយខ្ញុំគឺមិនមាននោះទេអូព្រះអើយខ្ញុំប្រហែលជាអាចជួយលោកបានណាដូរ៉ូធីបានក្រោកឡើងរួចក៏យកទីងមងនោះចុះពីលើបង្គោលនោះបែបនេះគឺល្អជាងពេលនេះខ្ញុំអាចដើរបានហើយតែអ្នកឈ្មោះអ្វីដែរទៅតែអ្នកកំពុងតែទៅទីណាខ្ញុំឈ្មោះដូរ៉ូធីខ្ញុំកំពុងតែដើរទៅទីក្រុងអេមេរ៉ាល់ដើម្បីទៅជួបជាមួយគ្រូវេទមន្តអូខ្ញុំលើថាគាត់អាចជួយឲ្យខ្ញុំត្រឡប់ទៅផ្ទះខ្ញុំនៅទីក្រុងឡូរ៉េនបានខ្ញុំមិនធ្លាប់បានលើឈ្មោះនេះពីមុនមកទេតែខ្ញុំគ្មានខួរក្បាលដើម្បីចងចាំឡើយតែអ្នកគិតថាគ្រូវេទមន្តនឹងផ្ដល់ឲ្យខួរក្បាលរបស់ខ្ញុំមិនដែរមិនបានជាលោកមិនទៅសួរគាត់ជាមួយខ្ញុំអរគុណច្រើនពិតមែនហើយវាជាកំណត់ល្អណាស់ដូច្នេះពួកគេក៏បានចេញដំណើរទៅជាមួយគ្នាបន្ទាប់មកទៀតពួកគេក៏បានជួបបរិសម្នាក់ដែលធ្វើពីសំណនេះតើអ្នកទៅណាពួកយើងទៅទីក្រុងអេមេរ៉ាល់ដើម្បីទៅជួបជាមួយលោកគ្រូវេទមន្តអូដ៏អស្ចារ្យហើយសង្ឃឹមថាគាត់នឹងផ្ដល់ឲ្យពួកយើងនូវអ្វីដែលយើងចង់បានខ្ញុំមិនមានបេះដូងទេតើគ្រូវេទមន្តអូអាចផ្ដល់ឲ្យខ្ញុំនូវបេះដូងបានទេហេតុអីក៏មិនទៅសួរគាត់ជាមួយពួកខ្ញុំទេអរគុណហើយខ្ញុំនឹងចូលរួមជាមួយអ្នកណាដូច្នេះពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរទៅតាមផ្លូវដែលមានឥដ្ឋពណ៌លឿងនោះផ្លូវនេះបានឆ្លងកាត់ព្រៃក្រាស់នៅក្នុងព្រៃកាន់តែងងឹតហើយក្នុងព្រៃពិតជាគួរឲ្យខ្លាចណាស់មើលចុះកំពតព្រៃនោះកំពុងតែរំកិលតូតូក៏បានចាប់ផ្ដើមព្រុសរំពេចនោះស្រាប់តែមានសត្វតោដ៏ធំមួយបានចេញពីក្រោយកំពតព្រៃនោះពួកគេទាំងអស់គ្នាពិតជាមានការភ័យខ្លាចណាស់ប៉ុន្តែដូរ៉ូធីពិតជាមានការភ្ញាក់ផ្អើលពេលដែលឃើញសត្វតោបានស្រក់ទឹកភ្នែកហើយក៏ស្រែកយំយ៉ាងខ្លាំងហេអ្នកមកពីណានឹងហេតុអីបានជាខ្លាចពួកយើងឥឡូវនេះអ្នកកំពុងតែយំតើអ្នកជាសត្វតោដ៏កាយសាហាវមែនទេខ្ញុំជាសត្វកំសត់ហើយខ្ញុំខ្លាចអ្វីគ្រប់យ៉ាងពេលនេះខ្ញុំស្រែកក្រហមបេះដូងខ្ញុំលឿនដល់ព្រោះខ្ញុំគ្មានសេចក្តីក្លាហានយ៉ាងហោចណាស់អ្នកក៏មានបេះដូងអ្នកមានខួរក្បាលដែរណាតើនឹងខ្ញុំចង់ត្រឡប់ទៅផ្ទះវិញខ្ញុំចង់ទៅជួបជាមួយលោកគ្រូវេទមន្តអូឲ្យគាត់បង្ហាញផ្លូវតែអ្នកគិតថាគ្រូវេទមន្តអូអាចផ្ដល់ភាពក្លាហានដល់ខ្ញុំទេហើយខ្ញុំនឹងមិនមែនជាសត្វកំសត់ទៀតទេគ្រូវេទមន្តពិតជាមានអំណាចណាស់ពួកខ្ញុំនឹងស្វាគមន៍លោកបើលោកទៅសួរគាត់ជាមួយពួកខ្ញុំពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរទៅដល់ទីក្រុងអេមេរ៉ាល់វាជាកន្លែងដ៏អស្ចារ្យមួយដែលគ្រប់យ៉ាងមានពណ៌បៃតងគ្រូវេទមន្តអូដឹងថាពួកគេបានមកដល់ទីក្រុងប៉ុន្តែពួកគេមិនបានឃើញគាត់ដោយផ្ទាល់ទាល់តែសោះពួកគេបានទៅដល់ប្រាសាទមួយហើយកំពូលប្រាសាទស្តៀងទៅនឹងបាឡុងខ្យល់ដែលនាងបានឃើញមុនពេលខ្យល់ព្យុះដោយឆ្ងល់ពេកដូរ៉ូធីក៏បានព្យាយាមចូលទៅក្នុងច្រកទ្វារប៉ុន្តែនាងត្រូវបានហាមឃាត់ដោយអ្នកយាមប្រាសាទអ្នកកំពុងតែចូលទៅក្នុងប្រាសាទអេមេរ៉ាល់ហើយណាតើខ្ញុំអាចជួយអ្នកបានទេនោះយើងមកនេះដើម្បីជួបជាមួយគ្រូវេទមន្តអូដ៏អស្ចារ្យណាស់យើងមកតាមផ្លូវដ៏វែងឆ្ងាយហើយមិនខ្ជះខ្ជាយពេលវេលារបស់គាត់ទេសូមចាំបន្តិចខ្ញុំនឹងសូមអនុញ្ញាតពីគ្រូវេទមន្តសិនទាំងអស់គ្នាគួរតែរងចាំនៅទីនេះសិននៅទីបំផុតគ្រូវេទមន្តក៏បានយល់ព្រមជួបជាមួយពួកគេទាំងអស់នោះភ្លាមនោះនៅពេលដែលគេបានចូលទៅក្នុងរាជវាំងពួកគេក៏បានឃើញរូបភាពនៃមុខរបស់គាត់នៅលើរាជបល្ល័ង្កវាពិតជាសម្បើមណាស់ហើយមើលទៅពិតជាគួរឲ្យខ្លាចណាស់សិមសាឡាប៊ុំសួស្តីដូរ៉ូធីកូនស្រីតូចមកពីក្រុងឡូរ៉េនខ្ញុំស្គាល់នាងប្រាប់ខ្ញុំមកតើឯងត្រូវការយើងជួយអ្វីប្រាប់មកខ្ញុំដូចជាស្គាល់សំឡេងនេះប៉ុន្តែនៅកន្លែងណាទៅណាអូគ្រូវេទមន្តអូដល់ពូកែអើយពួកយើងនៅចំពោះមុខលោកហើយពួកយើងត្រូវការជំនួយពីលោកអូកូនស្រីតូចដូរ៉ូធីខ្ញុំប្រកាសจะជួយឯងចូលដណ្ដើមយកអំបោះវេទមន្តរបស់មេធ្មប់ចិត្តអាក្រក់ហើយខ្ញុំនឹងមិនធ្វើឲ្យអ្នកពិបាកទៀតនោះទេពួកគេក៏បានចេញទៅពួកគេមានការរុញរាបន្តិចចំពោះភារកិច្ចរបស់ពួកគេនោះប៉ុន្តែពួកគេបានឆ្ពោះទៅរកប្រាសាទរបស់មេធ្មប់ចិត្តអាក្រក់តែងតែចង់បានស្បែកជើងពណ៌របស់ដូរ៉ូធីនោះព្រោះមេធ្មប់ដឹងថាវាមានអំណាចណាស់ពួកគេទៅដល់ប្រាសាទមេធ្មប់ក៏បានស្វាគមន៍សួស្តីម្ដងទៀតពីក្មេងស្រីតូចទីបំផុតយើងបានជួបគ្នាម្ដងទៀតហើយក៏ជាទីបញ្ចប់របស់ឯងដែរឥឡូវនេះឆាប់ដោះស្បែកជើងពណ៌នោះមកឲ្យយើងភ្លាមឬបើក៏ឯងចង់ស្លាប់ក្មេ
មានអាណាម្នាក់នៅទីនេះទេហើយពួកឯងក៏មិនអាចចេញទៅវិញបានដែរពេលនេះយើងត្រូវតែសម្លាប់ពួកឯងឲ្យអស់ មេធ្មប់មានគម្រោងការរបស់នាងដើម្បីបំផ្លាញពួកគេម្ដងម្នាក់នាងបានបញ្ចេញអណ្ដាតភ្លើងចេញពីអំបោះវេទមន្តរបស់នាងដរធីបានព្យាយាមការពារខ្លួនពីអណ្ដាតភ្លើងនោះប៉ុន្តែស្បែកជើងរបស់នាងក៏បានបញ្ចេញពន្លឺហើយក៏ធ្វើឲ្យបាញ់ទឹកចេញមកយ៉ាងខ្លាំងពីដៃរបស់នាងបណ្ដាលធ្វើឲ្យភ្លើងនោះរលត់មេធ្មប់ចិត្តអាក្រក់រឹតតែខ្លាំងនៅពេលនោះមេធ្មប់ក៏លើកដំបងវេទមន្តរបស់នាងដើម្បីចោលដុំឈើនោះទៅលើពួកគេប៉ុន្តែតូតូក៏បានរត់ទៅហើយខំយកដំបងវេទមន្តរបស់នាងយកមកឲ្យដរធីស្បែកជើងបានបញ្ចេញពន្លឺម្ដងទៀតដរធីបានបាញ់អណ្ដាតភ្លើងសម្ដៅទៅរកមេធ្មប់ដែលធ្វើឲ្យមេធ្មប់ឆេះក្តៅរលាយបាត់នៅក្នុងប្រាសាទនោះដរធីបានប្រគល់ដំបងវេទមន្តមេធ្មប់ចិត្តអាក្រក់ទៅឲ្យគ្រូវេទមន្តដែលឃើញថាទាំងអស់គ្នាចប់ភារកិច្ចរបស់ខ្លួនហើយនោះគ្រូវេទមន្តក៏បានបង្ហាញខ្លួនពិតរបស់គាត់នៅចំពោះមុខអ្នកទាំងអស់គ្នាគាត់គឺសាស្ត្រាចារ្យម៉ាវីលសាស្ត្រាចារ្យម៉ាវីលបានយល់ព្រមបញ្ជូនដរធីត្រឡប់ទៅផ្ទះនៅទីក្រុងឡូរ៉េនហើយគាត់បានឲ្យខួរក្បាលទៅដល់ទីងមងស្បៃក្រូសេចក្តីក្លាហានដល់តោនឹងឲ្យបេះដូងទៅកាន់ទីនមែនពេលនោះទាំងអស់គ្នាពិតជាសប្បាយចិត្តណាស់ឃ្លានដាក៏បានលេចមុខនៅចំពោះមុខគេទាំងអស់គ្នាឯងគឺជាអ្នកជួយគ្រប់គ្នានៅក្នុងដែនដីរបស់គ្រូវេទមន្តអូសនេះពេលនេះស្បែកជើងពណ៌នេះនឹងក្លាយទៅជារបស់ឯងហើយណាហើយពីពេលនេះតទៅឯងអាចដោះវាគ្រប់ពេលវេលាទាំងអស់បើសិនជាឯងត្រូវការខ្ញុំឯងគ្រាន់តែគោះវា3ដងទៅខ្ញុំនឹងមកជួយឯងភ្លាមដរធីបាននិយាយលាដល់មិត្តរបស់នាងទាំងអស់គ្នាសាស្ត្រាចារ្យម៉ាវីលដរធីនិងតូតូក៏បានលោតចូលទៅក្នុងបាឡុងខ្យល់ក្តៅហោះទៅលើបាត់មុនពេលដែលនាងដឹងពីរឿងទាំងអស់នេះគឺនាងនៅលើគ្រែរបស់នាងនៅឡូរ៉េនមីងអែមនិងពូហេនរីកំពុងតែព្យាយាមដាស់នាងឲ្យភ្ញាក់នៅពេលនោះដរធីក៏បានភ្ញាក់ពីការដេកលក់យ៉ាងយូរនាងបានព្យាយាមប្រាប់ពួកគេអំពីរឿងផ្សងព្រេងដ៏អស្ចារ្យដែលនាងបានទៅនោះប៉ុន្តែពួកគេប្រាប់ថាវាគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះនៅពេលដែលនាងទាញភួយរបស់នាងចេញនាងក៏ឃើញថាមានស្បែកជើងពណ៌នៅជិតជើងរបស់នាងភីណូឈីអូកាលពីយូរលង់ណាស់មកហើយមានអ្នកផលិតប្រដាប់ក្មេងលេងចំណាស់ម្នាក់ឈ្មោះជីភេតូនៅពេលដែលធ្វើការជីភីតូមានអារម្មណ៍ថារីករាយណាស់ពេលដែលគាត់សម្រាកគាត់ក៏មានអារម្មណ៍ក្រៀមក្រំមួយកើតឡើងចំពោះគាត់អស់មួយជីវិតរបស់ខ្ញុំនឹងគ្មានកូនដើម្បីហៅនឹងគេនោះទេថ្ងៃមួយជីភីតូបានឆ្លាក់រូបតុក្កតាធ្វើអំពីឈើមួយដែលមានរាងដូចជាក្មេងប្រុសម្នាក់ពេលដែលគាត់ដាក់តុក្កតាឈើនោះនៅក្នុងទូគាត់ក៏បាននិយាយថាខ្ញុំដាក់ឈ្មោះឯងថាភីណូឈីអូនៅយប់នោះមានផ្កាយដ៏ធំមួយមានពន្លឺព្រិចចាំងចូលតាមបង្អួចរបស់គាត់ជីភីតូបានមើលពន្លឺផ្កាយនោះតាមបង្អួចហើយក៏បានបួងសួងសុំពីបំណងប្រាថ្នាមួយដែលមិនអាចទៅរួចបើបំណងប្រាថ្នានោះពិតជាបានមែនខ្ញុំនឹងមានកូនប្រុសម្នាក់ជារបស់ខ្ញុំហើយណានៅរាត្រីនោះផ្កាយដ៏ធំនោះក៏បានហោះចូលទៅក្នុងបន្ទប់របស់ជីភីតូនោះគឺជាទេពអប្សរពណ៌ខៀវទេពអប្សរពណ៌ខៀវបានហោះមកក្បែរក្រែននោះរួចហើយនិយាយទៅកាន់ជីភីតូដែលកំពុងតែគេងលូជីភីតូដល់ពូកែកន្លងមកអ្នកបានផ្ដល់ឲ្យគេគ្រប់គ្នានៅសុភមង្គលដោយធ្វើតុក្កតានិងនាឡិកាដ៏ស្រស់ស្អាតឥឡូវនេះគឺជាវេនរបស់ខ្ញុំដែលត្រូវបំពេញបំណងឲ្យអ្នកវិញម្ដងហើយណាទេពអប្សរបានងាកទៅរកតុក្កតាភីណូឈីអូរួចហើយក៏និយាយថាតុក្កតាឈើតូចពេលនេះឯងអាចនិយាយអាចដើរដូចជាក្មេងប្រុសពិតប្រាកដម្នាក់ទេពអប្សរបានយកដំបងទឹកដាក់លើតុក្កតាឈើនោះហើយបើសិនជាឯងអាចបញ្ជាក់ថាឯងក្លាហាននិងស្មោះត្រង់នោះថ្ងៃណាមួយគឺឯងច្បាស់ជាខ្លាយទៅជាក្មេងប្រុសចាំងពិតប្រាកដម្នាក់ភីណូឈីអូក៏បានបើកភ្នែករបស់វាជាមួយនឹងសម្លេងនិយាយទៅកាន់ទេពអប្សរគឺមានចង្រិតមួយបង្ហាញខ្លួននៅទីនោះយើងនឹងឲ្យចង្រិតជីមីនីនេះនៅរងចាំរំលឹកឯងហើយគេនៅជាមួយឯងដើម្បីជួយឯងបង្កើតនៅជំរើសនេះណាហើយទន្ទឹមនឹងពេលនោះទេពអប្សរពណ៌ខៀវក៏បានបាត់ប្រកាយមួយរំពេចនៅព្រឹកបន្ទាប់ពេលដែលជីភីតូភ្ញាក់ឡើងគាត់ក៏បាននិយាយថាខ្ញុំនឹងយកភីណូឈីអូរបស់ខ្ញុំចេញពីទូដើម្បីបញ្ចប់ការងារចុងក្រោយមួយចំនួនទៀតប៉ុន្តែនៅក្នុងទូគឺទទេស្អាតជីភីតូពិតជាមានការបារម្ភណាស់ហើយគាត់បានស្វែងរកពេញក្នុងផ្ទះទាំងអស់ប៉ុន្តែរំពេចនោះមានសម្លេងមួយចេញពីជ្រុងម្ខាងទៀតនៃបន្ទប់ប៉ាប៉ាខ្ញុំនៅទីនេះស្អីទៅឯងអាចនិយាយបានទេត្រូវហើយខ្ញុំគឺភីណូឈីអូកូនប្រុសប៉ា
តើវាអាចទៅរួចដោយរបៀបណា គាត់បានប្រញាប់ប្រញាល់និងអោបតុក្កតាឈើនៅក្នុងដៃរបស់គាត់ជាប់ ភីណូជីអូកូនប្រុសរបស់ប៉ា គាត់បាននិយាយដោយក្តីរីករាយយ៉ាងខ្លាំងថ្ងៃមួយភីណូឈីអូបានឃើញក្មេងប្រុសទៅសាលារៀនវាក៏បាននិយាយទៅកាន់ជីភីតូថាខ្ញុំក៏ចង់ទៅរៀនដូចជាក្មេងប្រុសដទៃទៀតដែរថ្ងៃបន្ទាប់ជីភីតូក៏បានត្រឡប់មកផ្ទះជាមួយនឹងសម្ភារៈសិក្សា ឥឡូវនេះដល់កូនអាចទៅសាលាបានហើយ ថ្ងៃបន្ទាប់ភីណូឈីអូក៏បាននិយាយជម្រាបលាទៅកាន់ឪពុករបស់គេក៏បានរត់លេងទៅតាមផ្លូវទៅសាលារៀននៅពេលនោះចង្រិតដែលនៅលើស្មាវាក៏បានរីករាយដូចគ្នាពេលនោះមានសត្វចចកល្មប់ស៊ីនិងឆ្មាអាក្រក់បានមករកពួកគេនៅតាមផ្លូវក្មេងប្រុសឈើដ៏គួរឲ្យស្រឡាញ់តើឯងកំពុងតែទៅណាតាំងថ្ងៃល្អបែបនេះខ្ញុំកំពុងតែទៅសាលារៀនឯងគួរតែមកជាមួយពួកយើងទៅកន្លែងតាំងពីពណ៌វិញវាដាក់ដៃវាលើស្មាភីណូឈីអូរួចហើយក៏និយាយទៀតហើយស្ដាប់ណាអ្វីដែលឯងត្រូវដឹងហើយអាចរៀនបានណាគឺឯងត្រូវរៀនពីកន្លែងតាំងពីពណ៌វិញជាការពិតឬត្រូវហើយខ្ញុំនឹងសរសេរវាលើបានមួយហើយឯងត្រូវយកវាពីខ្ញុំត្រូវហើយឯងគួរតែយកវាពីគាត់បិទមាត់ភ្លាមទៅអាល្ងើអូយកុំខ្វល់នឹងវាអីភីណូឈីអូតោះតែកន្លែងតាំងពីពណ៌វិញម្ដងណាឯងច្បាស់ជាឃើញខ្លួនឯងហើយភីណូឈីអូឯងមិនដឹងថាគាត់កំពុងតែនិយាយពីអីទេពេលនោះចចកក៏បានផាត់ដៃចង្រិតរួចហើយក៏ចាប់វាក្រវែងទៅឆ្ងាយភីណូឈីអូឯងកុំស្ដាប់វានិយាយអីយល់ព្រមតោះតាមមហាស្រាប់ពីពណ៌ពួកគេក៏បានចេញទៅទីនោះទេភីណូឈីអូឈប់សិនប៉ុន្តែភីណូឈីអូចចកហើយនឹងឆ្មានោះមិនស្ដាប់ចង្រិតតទៅសោះពួកគេក៏បានដើរចូលទៅមហោស្រពតាំងពីពណ៌បាត់នៅលើឆាកសម្ដែងតុក្កតាមួយកំពុងតែសម្ដែងយល់ទងខ្ញុំក៏ជាតុក្កតាមួយដែរខ្ញុំក៏ចង់រាំអញ្ចឹងដែរភីណូឈីអូក៏បានលោតចូលទៅក្នុងឆាកហើយក៏បានរាំជាមួយនឹងតុក្កតាផ្សេងទៀតហ្វូងមនុស្សចាប់ផ្ដើមអបអរសាទរអូហ៊ូសូមមើលតុក្កតាថ្មីនោះចាស់វាអត់មានខ្សែទេអស្ចារ្យណាស់មនុស្សគ្រប់គ្នាសើចហើយសើចទៀតពួកគេក៏បានបោះកាក់មាសទៅលើឆាកបរិសម្នាក់មានឈ្មោះថាស្រោមបូលីដែលបានដំណើរការមហោស្រពនេះបានឃើញកាក់មាសយ៉ាងច្រើនហោះមកលើឆាកគាត់គឺជាបរិសហ្គីបស៊ីនិងខូខើដែលមានភាពលោភលន់ពិតជាល្អមែនហើយឥឡូវនេះគាត់ក៏ទៅដោះពុកចង្ការតុក្កតាដែលគ្មានខ្សែនេះនឹងធ្វើឲ្យខ្ញុំខ្លាចទៅជារបៀបហើយចាំតែមើលទៅដល់រឿងបន្ទាប់ដែលភីណូឈីអូបានដឹងនោះគឺវាត្រូវបានគេចាប់ដាក់នៅក្នុងទ្រុងហេឲ្យខ្ញុំចាញ់តែខ្ញុំទៅប្រាប់ប៉ាប៉ាខ្ញុំឲ្យគាត់បង្រៀនមេរៀនមួយដល់លោកអើតែឯងគាត់ថាខ្ញុំជាមនុស្សល្ងើដាស់មែនទេក្មេងប្រុសឯងចង់ស្រែកខ្លាំងស្រែកទៅខ្ញុំនឹងមិនឲ្យឯងទៅដល់ទេខ្ញុំកំពុងតែរងចាំថ្ងៃនេះមកដល់មានតែឯងទេដែលធ្វើឲ្យខ្ញុំខ្លាចជាអ្នកមានបំផុតបានបន្ទាប់មកស្រោមបូលីក៏បានចេញភីណូឈីអូបានស្រែកឲ្យគេជួយប៉ុន្តែគ្មានអ្នកណាឮទាល់តែសោះមានតែចង្រិតជីមីនីទេដែលបានស្ដាប់ឮការហៅរបស់ភីណូឈីអូនោះនៅទីនេះហើយរឿងនេះវាកាត់ឡើងចំពោះខ្ញុំយ៉ាងម៉េចទៅទាំងអស់នេះដោយសារតែឯងមិនព្រមស្ដាប់ខ្ញុំឥឡូវនេះកុំយំអីណាមានខ្ញុំនៅជាមួយឯងហើយយើងនឹងរកវិធីដើម្បីចេញពីទីនេះបន្ទាប់មកទៀតស្រាប់តែមានសម្លេងភូមានទេពអប្សរពណ៌ខៀវបានចេញមកជួយផងមានអ្នកណាអាចជួយខ្ញុំបានទេត្រូវប្រាប់ខ្ញុំជាមុនសិនហេតុអីបានជាឯងចូលទៅក្នុងទ្រុងនោះវាក៏បានសម្រេចចិត្តនិយាយកុហកទេពអប្សរពីហេតុការណ៍នោះដោយប្រើសម្ដីថាខ្ញុំត្រូវគេប្លន់តើវាជាការពិតមែនអត់នាងនិយាយដោយការចងចិញ្ចាមច្រមុះភីណូឈីអូក៏ចាប់ផ្ដើមលូតវែងបន្តិចបាទចៅប្លន់ដោយបារោះ2នាក់ទេ4ច្រមុះរបស់វាលូតវែងបន្តិចទៀតពួកគេបានលួចយកសភៅរបស់ខ្ញុំហើយពួកគេនាំខ្ញុំមកទីនេះហើយពួកគេក៏ចាប់ខ្ញុំដាក់ក្នុងទ្រុងច្រមុះរបស់វាក៏កាន់តែលូតវែងជាងមុនថែមទៀតរហូតដល់ភីណូឈីអូមិនអាចមើលឃើញអ្វីៗនៅចំពោះមុខរបស់វាតទៅសោះប៉ុន្តែច្រមុះដ៏ធំមួយនោះនឹងមានសបុកចាប់នៅពីលើវាទៀតហេតុអីបានជាច្រមុះរបស់ខ្ញុំធំម៉េះណែភីណូឈីអូឯងត្រូវតែដឹងថាអ្វីគឺជាការពិតការប៉ាត់គេអញ្ចេះខ្ញុំចង់ទៅកន្លែងមហោស្រពតាំងពីពណ៌ខ្ញុំទៅទីនោះជាមួយចចកហើយនឹងឆ្មាច្រមុះរួញខ្លីបន្តិចវិញហើយសបុកចាប់ក៏បានធ្លាក់ចុះបន្ទាប់មកមានមនុស្សម្នាក់ដាក់ខ្ញុំចូលទៅក្នុងទ្រុងនេះច្រមុះរបស់វាក៏ត្រឡប់ទៅធម្មតាវិញធ្វើបានល្អណាស់ឥឡូវនេះខ្ញុំនឹងនាំឯងចេញពីទីនេះ
ជាមួយនឹងដំបងវេទមន្តរបស់ទេពអប្សរបានធ្វើឲ្យ Pinocchio ចេញពីទ្រង់នោះនេះគឺជាសភៅរបស់ឯងត្រូវដឹងថាពេលនេះឯងត្រូវតែធ្វើជាម្ចាស់ការលើខ្លួនឯងវិញហើយឯងត្រូវប្រកាសថាបានធ្វើរឿងដែលត្រឹមត្រូវនាពេលអនាគតយល់អត់បន្ទាប់ពីការសន្ទនាទេពអប្សរក៏ទៅបាត់ Pinocchio ក៏បានត្រឡប់ទៅសាលាវិញអ្នកបរទេះសេះដែលមានសេះពណ៌សស្រស់ស្អាតបានបរទេះគាត់មានរទេះសេះតូចដ៏អស្ចារ្យដែលមានស្លាកពាណិជ្ជកម្មនៅពីលើវាថាកោះរីករាយក្មេងប្រុសតើអញជិះរទេះដែរទេនោះអរគុណហើយខ្ញុំកំពុងតែទៅសាលារៀនអ្នកនឹងបានជិះលឿនជាមួយខ្ញុំដល់អូត្រូវហើយខ្ញុំចង់ទៅសាលាឲ្យបានឆាប់ពេលដែល Pinocchio ចូលក្នុងរទេះអ្នកបរទេះសេះបាននិយាយថានិយាយមកក្មេងប្រុសហើយអ្វីបានជាឯងគិតថាក្មេងប្រុសចូលចិត្តទៅសាលារៀនខ្ញុំគិតថាដើម្បីរៀនសូត្រនិងមានប្រាជ្ញាឡើងដូច្នេះយើងអាចធ្វើអ្វីដែលយើងចង់បានមែនហើយចុះមកខ្ញុំប្រាប់ឯងថាខ្ញុំអាចធ្វើអ្វីដែលឯងចង់បាននៅពេលនេះបាននោះឯងគិតចាំមិនពេលនេះមែនទេប៉ុន្តែហើយគិតអំពីវាទៅណាបោះសិភៅចោលទៅជប់គិតអំពីសាលារៀនឥឡូវនេះតើឯងចង់បានស្ករគ្រាប់ដែលឯងអាចញ៉ាំបានយ៉ាងដូចម្ដេចដែរទៅស្ករគ្រាប់ទេបែរហើយការ៉េមផងដែរគ្រប់រសជាតិទាំងអស់នេះគឺច្រើនទៀតនៅលើកោះរីករាយណាកោះរីករាយហ៎កន្លែងល្អបំផុតនៅលើពិភពលោកសម្រាប់ក្មេងប្រុសដូចជាឯងកុំស្ដាប់គាត់ Pinocchio អត់ចាំស្អីទៀតខ្ញុំដឹងថាកោះរីករាយនៅកន្លែងណាហើយនេះជាថ្ងៃសម្ដែងរបស់ឯងដល់ក្មេងប្រុសដូច្នេះឯងគិតចាំមិនដែរតែទីនោះខ្ញុំចង់ទៅកោះរីករាយហើយតែទៀតហើយ Pinocchio បន្តិចក្រោយមករទេះសេះក៏បានឈប់ Pinocchio បានមើលជុំវិញនោះវាពិតជាចាប់អារម្មណ៍ខ្លាំងណាស់អ្វីគ្រប់យ៉ាងវាសិតតែដូចនៅអ្វីដែលអ្នកបរទេះបានប្រាប់ពំនូកស្ករគ្រាប់មានគ្រប់កន្លែងទាំងអស់បំពង់ការ៉េមក៏មានគ្រប់រសជាតិចំណែកឯក្មេងប្រុសដូចជាវាអាចញ៉ាំហើយញ៉ាំទៀតញ៉ាំហើយលេងបានពេញមួយថ្ងៃគ្មាននរណាម្នាក់ត្រូវធ្វើការឬសម្អាតអ្វីឡើយប៉ុន្តែពី3ថ្ងៃក្រោយមកមានអ្វីចម្លែកដូច្នេះ Pinocchio ក៏បានសួរទៅចង្រិតថាតើក្មេងប្រុសទាំងអស់ទៅណាហើយមិនបានជិះខ្ញុំឃើញតែសត្វលាអញ្ចឹងខ្ញុំអាចនិយាយបានថានៅជុំវិញនេះវាមានក្មេងប្រុសច្រើនណាស់នៅពេលនោះតិចម្ខាងរបស់វាក៏បានដុះឡើងទៅជាតិចសត្វលាហើយតិចរបស់វាម្ខាងទៀតក៏បានដុះទៅជាតិចសត្វលាដូចគ្នាអូព្រះអើយមានរឿងអីកើតឡើងចំពោះឯងទៅខ្ញុំមិនដឹងទេហ៊ីហូអូទេពេលនេះខ្ញុំបានដឹងហើយក្មេងប្រុសដែលបានខ្លាយទៅជាសត្វលានៅទីនេះបន្ទាប់មកសត្វលាត្រូវបានគេលក់ Pinocchio ពួកយើងត្រូវទៅនាំគ្នាចេញពីទីនេះឆាប់ឡើងទៅតើនៅមានពេលតោះទៅហ៊ីហូរត់ឲ្យលឿនឡើងពួកគេបានរត់ចេញពីកោះរីករាយនោះក្រោយមកពួកគេក៏បានទៅដល់ជិតសមុទ្រ Pinocchio បានហៅប្រុសម្នាក់នៅកំពង់ផែនោះសូមជួយខ្ញុំផងលោកខ្ញុំកំពុងតែស្វែងរកបាត់អស់ចំណាស់ម្នាក់ឈ្មោះជាភេតូលោកស្គាល់គាត់ទេហ៊ីហូបាទខ្ញុំស្គាល់បរិសុទ្ធចំណាស់នោះដែលមានកូនប្រុសបានចាក់ចេញពីគាត់ដល់ព្រឹកមួយហើយគេមិនបានត្រឡប់មកវិញទេគាត់បានចេញទុកទៅសមុទ្រដើម្បីរកកូនប្រុសរបស់គាត់ចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់បានឃើញគាត់ទេនេះជាកំហុសរបស់ខ្ញុំទាំងស្រុងហ៊ីហូខ្ញុំត្រូវតែស្វែងរកពុកខ្ញុំទៅរកគាត់ហើយ Pinocchio ក៏បានលោតចូលទៅក្នុងមហាសមុទ្រនៅពេលនោះចង្រិតក៏បានលោតទៅតាមដោយសារ Pinocchio ធ្វើអំពីឈើដូច្នេះវាក៏អណ្ដែតលើទឹកសមុទ្ររហូតទាល់តែមានអ្វីមួយសម្ដៅមករកពួកគេនោះអ្វីមួយនោះគឺធំហើយលឿនខ្លាំងណាស់ការពិតវាគឺជាត្រីបាឡែនយ៉ាក់ដែលបានហែនមកលើពួកគេទាំងនោះវាក៏បានបាក់ចង្កុំដ៏ធំរបស់វាហើយលេប Pinocchio ចូលទៅក្នុងបាត់បន្ទាប់មកទៀតពួកគេទាំងអស់នោះក៏បានស្ថិតនៅក្នុងពោះដ៏ងងឹតរបស់ត្រីបាឡែនយ៉ាក់តើអីមិនអីទេ Pinocchio បាននិយាយទៅកាន់សត្វចង្រិតខ្ញុំមិនអីទេចាំតិចប៉ាមែនទេប៉ាខ្ញុំគឺ Pinocchio ណា Pinocchio អីកូនប្រុសរបស់ពងខ្ញុំគិតថាខ្ញុំកំពុងតែសប្បាយមែនទេពួកគេក៏បានអោបគ្នាយ៉ាងត្រេកអរបំផុត Pinocchio មានការសោកស្ដាយដែលទុកឪពុករបស់គេនៅតែម្នាក់ឯងជីភេតូរីករាយដែលបានជួប Pinocchio វិញខ្ញុំសុំទោសលោកប៉ាខ្ញុំដឹងពីកំហុសរបស់ខ្ញុំហើយខ្ញុំមិនទៅណាចោលប៉ាម្ដងទៀតទេពួកយើងត្រូវតែចេញពីទីនេះខ្ញុំមានកំណត់មួយពួកយើងបង្កាត់ភ្លើងទៅនឹងអាចជួយពួកយើងឲ្យចេញពីទីនេះបានណាពួកគេបានប្រមូលឈើស្ងួតដែលត្រីបាឡែនបានលេបចូលមកនោះរួចហើយក៏ដុតជាអណ្ដាតភ្លើងនេះជាវិធីអាចធ្វើឲ្យត្រីបាឡែនវាកណ្ដាស់ Pinocchio បោះដៃរបស់គេលើអណ្ដាតភ្លើងនោះដើម្បីបង្កើតជាផ្សែង
មិនយូរប៉ុន្មានផ្សែងពណ៌ខ្មៅក៏បានកើតឡើងកាន់តែច្រើនពេលនោះត្រីបាឡែនក៏ក្អកហើយបន្ទាប់មកទៀតហើយឈីការកណ្ដាស់ដ៏ខ្លាំងនោះជីភេតូភីណូឈីអូនិងចង្រិតក៏បានខ្ទាតចេញតាមដង្ហើមរបស់ត្រីបាឡែននោះពួកគេក៏បានរមៀលហើយរមៀលទៀតទៅលើទឹកសមុទ្រនៅទីបំផុតពួកគេក៏បានទៅដល់ច្រាំងនៃសមុទ្របន្ទាប់មកមានពន្លឺចាំងចាំងនោះគឺជាទេពអប្សរពណ៌ខៀវបានបង្ហាញព្រះភ័ក្ត្រទៀតហើយភីណូឈីអូឯងបានជួយសង្គ្រោះឪពុករបស់ឯងហើយឯងបានធ្វើតាមការសម្រេចចិត្តត្រូវដែលស្ដាប់តាមគំនិតនិងការរំលឹករបស់ចង្រិតបញ្ជាក់ថាឯងក្លាហាននិងស្មោះត្រង់ណាស់ពេលនេះសូមឲ្យឯងក្លាយទៅជាក្មេងប្រុសដ៏ពិតប្រាកដម្នាក់ទៅចុះទេពអប្សរបានយកដំបងវេទមន្តដាក់លើក្បាលរបស់វាភីណូឈីអូបានសម្លឹងទៅមើលដៃជើងរបស់គេដ៏ទន់នោះទេពអប្សរបានបែរទៅចង្រិតរួចហើយក៏និយាយថាការងាររបស់ឯងត្រូវបានបញ្ចប់ហើយពេលនេះពន្លឺមួយក៏បានចែងចាំងមកទៀតពួកគេទាំងពីរនាក់ក៏បានរលាយទៅបាត់ភីណូឈីអូបានរស់នៅជាមួយនឹងជីភីតូយ៉ាងសប្បាយរីករាយជារៀងរហូតមករឿងមេធ្មប់ចម្លែកកាលពីព្រេងនាយមានស្ដេចមួយព្រះអង្គព្រះនាមអាម៉ាធើនៃប្រទេសអង់គ្លេសបានតបបាញ់សត្វនៅក្នុងព្រះរាជាណាចក្រ Forbidden ដែលជាទឹកដីហាមឃាត់ឈប់ភ្លាមឯងមិនអនុញ្ញាតឲ្យមកបបបាញ់នៅក្នុងរាជាណាចក្រហាមឃាត់នេះទេអញ្ចឹងហើយបានជាគេហៅថា Forbidden អ្នកណាអនុញ្ញាតឲ្យឯងមកទីនេះមិនមានទេអញ្ចឹងមកទៅជាមួយពួកយើងនឹងយកឯងទៅជួបស្ដេចម៉ាឃូសជាស្ដេចនៃរាជាណាចក្រ Forbidden ពេលដែលស្ដេចម៉ាឃូសបានឃើញគាត់ទ្រង់មានបន្ទូលថាមើលទៅឯងជាមនុស្សឆ្លាតម្នាក់ប៉ុន្តែជាការដាក់ទោសដល់អ្នកដែលចូលមកដល់រាជាណាចក្រ Forbidden ជើងនេះត្រូវកាត់អវយជីវៈអូខេឈប់សិនស្អីគេកាត់អវយជីវៈខ្ញុំមិនឃើញថាខ្ញុំខុសត្រង់ណាផងជាការពិតណាព្រះអង្គគាត់បានបំពេញមកលើទឹកដីយើងនៅបបបាញ់សត្វរបស់យើងផងដែរព្រះអង្គអូយើងដឹងហើយក្នុងករណីនេះត្រូវកាត់ទោសប្រហារជីវិតឯងមើលទៅហាក់ដូចជាមនុស្សល្អម្នាក់ហើយអវយជីវៈរបស់ឯងនៅល្អស្អាតដូច្នេះខ្ញុំនឹងអត់ទោសឲ្យឯងក្នុងលក្ខខណ្ឌមួយអូខេតើព្រះអង្គចង់បានអ្វីទៅនគររបស់ឯងវិញហើយយើងនឹងទុកពេលឲ្យឯង1ឆ្នាំដើម្បីស្វែងរកចម្លើយចំពោះសំណួរដ៏ពិបាកបំផុតគ្មានបញ្ហាទេយើងមានសាកលវិទ្យាល័យច្បាប់នៅក្នុងប្រាសាទរបស់យើងពួកគេអាចដោះស្រាយរាល់គ្រប់សំណួរទាំងអស់ដូច្នេះតើឯងចង់ដឹងសំណួរទេត្រូវហើយយើងចង់ដឹងសូមចាំបន្តិចអូខេយើងត្រៀមរួចរាល់ហើយសំណួរនោះគឺតើមនុស្សស្រីតែងតែចង់បានអ្វីអូព្រះអង្គវ៉ាវយើងគួរតែឆ្វេងគិតម្ដងទៀតហើយឯងមានពេល1ឆ្នាំដើម្បីគិតបន្ទាប់មកយើងនឹងយកដៃឆ្វេងរបស់ឯងបន្ទាប់មកទៀតគឺយកជីវិតរបស់ឯងនេះជាសំណួរដែលពិបាកឆ្លើយខ្លាំងណាស់សូម្បីមនុស្សដែលមានប្រាជ្ញាបំផុតនៅក្នុងនគររបស់ខ្ញុំក៏មិនអាចឆ្លើយសំណួរព្រះអង្គបានដែរប៉ុន្តែខ្ញុំនឹងព្យាយាមសាកល្បងមើលអញ្ចឹងពួកយើងជួបគ្នាឆ្នាំក្រោយព្រះអង្គឥឡូវឯងអាចទៅបានហើយកុំភ្លេចឲ្យសល់ណាយើងនឹងរងចាំឯងត្រឡប់មកវិញស្ដេចអាធើបានត្រឡប់ទៅនគររបស់ទ្រង់វិញហើយបានសួរសំណួរទៅមនុស្សគ្រប់គ្នារួមមានព្រះនាងមហាក្សត្រីអាចារ្យអ្នកប្រាជ្ញតែគ្មាននរណាម្នាក់អាចឆ្លើយរួចនោះទេបន្ទាប់មកទ្រង់បានសួរទៅអ្នកបម្រើវិញម្ដងល្អណាស់ព្រះអង្គមានគេនិយាយថាមានមេធ្មប់ម្នាក់បានរស់នៅក្នុងព្រៃជ្រៅដែលអាចឆ្លើយសំណួរជាច្រើនបានណាព្រះអង្គហេតុអ្វីក៏ទ្រង់មិនទៅសួរគាត់ទៅវ៉ាវវាចម្លែកណាស់ហេតុអីបានជាមេធ្មប់នោះដឹងខ្ញុំក៏មិនដឹងដែរព្រះពរប៉ុន្តែនាងក៏ជាមនុស្សស្រីដែរហើយព្រះអង្គក៏បានសួរអ្នករាល់គ្នានៅក្នុងនគរអស់ទៅហើយដែរដូចនេះព្រះអង្គគួរតែសាកល្បងទៅព្រះពរតើនាងនឹងយកអ្វីជារង្វាន់តើវាមានតម្លៃជាងអវយជីវៈមែនទេអវយជីវៈប្រហែលជាតិចជាងនេះព្រះពរខេងដែរនាងនឹងប្រាប់ទ្រង់ពីតម្លៃនៃរង្វាន់នោះល្អណាស់ប្រសិននាងឆ្លើយសំណួរនោះបានយើងនឹងរួចផុតពីទុក្ខយើងស្រឡាញ់ដៃជើងយើងណាសូមព្រះអង្គកំយាងទៅតែអង្គឯងត្រូវយកទៅហ៊ានទៅជាមួយផងព្រោះនាងនោះជាមនុស្សកាចណាស់យើងដឹងហើយអរគុណណាស់ដែលបានប្រាប់នៅយប់បន្ទាប់ស្ដេចអាធើបានទៅផ្ទះចាស់របស់មេធ្មប់ហើយហៀបនឹងគោះទ្វារស្រាប់តែមេធ្មប់នោះបើកទ្វារឡើងខ្ញុំបានរងចាំព្រះអង្គម្ចាស់យូរហើយខ្ញុំក៏ដឹងថាព្រះអង្គម្ចាស់ក៏ចិត្តអស់ពេលដែរអូល្អណាស់បើអ្នកពិតជាដឹងបំណងរបស់ខ្ញុំមកទីនេះហើយអញ្ចឹងសូមឆ្លើយសំណួរមកតើព្រះអង្គម្ចាស់ឲ្យថ្លៃឈ្នួលមកខ្ញុំម្ចាស់ដែរឬទេតើថ្លៃឈ្នួលនោះគឺជាអ្វី
យើងនឹងធ្វើនៅអ្វីដែលយើងអាចធ្វើបាន អញ្ចឹងព្រះអង្គម្ចាស់យល់ព្រមហើយណា យើងបានត្រៀមរួចហើយ បង្ហាញពីការយល់ព្រមរបស់ទ្រង់មកខ្ញុំចង់រៀបការជាមួយលោកកេនដែលជាមិត្តល្អរបស់ព្រះអង្គនោះឯង តែអ្នកគិតច្បាស់ហើយឬនៅវាធ្វើឲ្យយើងពិបាកដែលត្រូវឲ្យអ្នករៀបការជាមួយគាត់ តែព្រះអង្គបានយល់ព្រមឲ្យរង្វាន់មកខ្ញុំហើយតើព្រះអង្គមិនចាំទេអី តើអ្នកបានមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយឬនៅអ្នកអាក្រក់ណាស់អ្នកមានថ្មិញតែមួយហើយមានខ្នងគំទៀតអ្នកជាមនុស្សរគួរខ្ពើមរអើបំផុតដែលយើងធ្លាប់ឃើញតើយើងអាចសុំមិត្តដ៏ល្អបំផុតរបស់យើងឲ្យលះបង់ធ្វើរឿងបែបនេះបានទេ សូមព្រះអង្គនិយាយប្រាប់គាត់ទៅខ្ញុំដឹងថាព្រះអង្គនឹងត្រឡប់មកវិញស្ដេចអាធើគ្មានជំរឿប៉ុន្តែទ្រង់បានសាកនិយាយជាមួយមិត្តរបស់ទ្រង់ វាមិនអីនោះទេព្រះអង្គម្ចាស់គ្រាន់តែរៀបការជាមួយមេធ្មប់រូបអាក្រក់ហើយអាចរក្សាអវយវៈព្រះអង្គបាននោះពិតជាអរគុណខ្លាំងណាស់ណាកែន ខ្ញុំនឹងហៅឯងថាដៃស្ដាំរបស់ខ្ញុំចាប់តាំងពីឯងបានជួយរក្សាអវយវៈរបស់ខ្ញុំឲ្យនៅគ្រប់ទាំងអស់ប្រាប់នឹងទៅព្រះអង្គខ្ញុំយល់ព្រមហើយនឹងរៀបចំគ្រប់បែបយ៉ាងដើម្បីធ្វើពិធីមង្គលការថ្ងៃស្អែកនេះតើព្រះអង្គនឹងចេញថ្លៃចំណាយទាំងអស់មែនទេ ស្ដេចអាធើបានត្រឡប់ទៅផ្ទះរបស់មេធ្មប់ខ្ញុំត្រៀមខ្លួនរួចហើយព្រះអង្គថ្ងៃស្អែកក្រោយរៀបការរួចព្រះអង្គនឹងបានចម្លើយដែលទ្រង់ចង់បាននៅពេលចុះហត្ថលេខាលើសម្បត្តិអាពាហ៍ពិពាហ៍រួចហើយមេធ្មប់បាននិយាយអ្វីដែលមនុស្សស្រីចង់បាននោះគឺការឲ្យតម្លៃណាព្រះអង្គមនុស្សគ្រប់គ្នានៅក្នុងពិធីមង្គលការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស្ដេចអាធើបានធ្វើកិច្ចព្រមព្រៀងបែបនេះចំពោះមនុស្សស្រីប៉ុន្តែពួកគេសង្ឃឹមថាស្ដេចអាធើនឹងរួចផុតពីការកាត់ទោសរបស់ស្ដេចម៉ាឃូស ហើយស្ដេចអាធើបានរៀបចំដំណើរទៅរាជាណាចក្រ Forbidden ដើម្បីប្រាប់ពីចម្លើយរបស់ទ្រង់នៅក្នុងពិធីមង្គលការលោកកេនមានការគោរពនិងមានចិត្តល្អចំពោះមេធ្មប់ជាខ្លាំងប៉ុន្តែភ្ញៀវដែលបានចូលរួមមានពួកអភិជនស្ត្រីក្រមុំមានការគិតផ្សេងពីគ្នាមើលពីរបៀបដែលនាងញ៉ាំណោគ្រាន់តែមើលទៅនាងក៏ខ្ញុំមានអារម្មណ៍ថាខ្មាស់ណាស់ទៅហើយហេតុអីបានជានាងត្រូវញ៉ាំដោយដៃទៅទេទាំងយើងមានស្លាបព្រាហ្នឹងតើមានឮសំឡេងពេលនាងញ៉ាំអត់ឬក៏ខ្ញុំគ្រាន់តែសម័យទេ លោកកែនកំសត់អើយលោកពិតជាសង្ហាណាមែនហើយគាត់ពិតជាមិត្តល្អម្នាក់ពិតជាអញ្ចឹងហើយក្រោយមកនៅយប់នោះលោកកែននៅក្នុងបន្ទប់ម្នាក់ឯងខណៈពេលទ្វារកំពុងចំហគាត់ក៏បានឃើញស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ វ៉ានាងជាអ្នកណា ខ្ញុំជាប្រពន្ធរបស់លោកនោះអី ប្រពន្ធរបស់ខ្ញុំវាជារឿងកំប្លែងមែនទេ មិនមែនជារឿងកំ pl ែងទេណានេះគឺជារូបអូនមានមនុស្សខុសខើបានដាក់បណ្ដាសាមកលើរូបអូនឲ្យមើលទៅអាក្រក់និងគួរឲ្យខ្ពើមប៉ុន្តែដោយសារតែភាពចិត្តល្អរបស់បងបានធ្វើឲ្យអូនស្អាតម្ដងទៀត ប៉ុន្តែអូនស្អាតខ្លាំងណាស់តើមានរឿងអ្វីកើតឡើងចំពោះអូន បងបានសម្ដែងភាពចិត្តល្អហើយបង្ហាញឲ្យអូនដឹងថាអូនមានតម្លៃគ្រប់គ្រាន់និងបានការពារដូចនេះក្នុងពេលពាក់កណ្ដាលអូនមើលទៅគួរឲ្យអាក្រក់ក្នុងពេលពាក់កណ្ដាលទៀតអូនមើលទៅស្រស់ស្អាតដូចដែលបងបានឃើញ អូវ៉ាវបងនិយាយមិនចេញទេតើមានវិធីណាដែលធ្វើឲ្យអូនស្អាតគ្រប់ពេលបាន អត់ទេបងត្រូវជ្រើសរើសថាពាក់កណ្ដាលណាដែលអូនស្អាតហើយពាក់កណ្ដាលណាដែលអូនអាក្រក់តើអូនត្រូវស្អាតនៅទីសាធារណៈឬក៏តែពេលអូននៅជាមួយបង ឲ្យបងគិតសិនបងនឹងប្រាប់ពីការសម្រេចចិត្តដល់អូននៅពី3ម៉ោងទៀត អញ្ចឹងហៅអូនពេលណាបងសម្រេចចិត្តរួច បងដឹងហើយ ពេលដែលមេធ្មប់ចេញទៅលោកកេនបានទៅសួនច្បារនៅក្បែរប្រាសាទដើម្បីគិតថាត្រូវធ្វើយ៉ាងណា តើខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្ញុំពិតជាចង់បាននារីវ័យក្មេងនៅពេលថ្ងៃដើម្បីឲ្យអ្នកគ្រប់គ្នាបានឃើញជាពិសេសមិត្តរបស់ខ្ញុំហើយនៅពេលយប់ខ្ញុំក៏ចង់បាននារីស្រស់ស្អាតនៅក្បែរមិនមែនមេធ្មប់គួរឲ្យខ្លាចនោះទេឬក៏ខ្ញុំត្រូវធ្វើឲ្យផ្ទុយពីនេះ ពី3នាទីក្រោយមកលោកកេនបានធ្វើការសម្រេចចិត្តហើយបានត្រឡប់ទៅប្រាសាទវិញហើយតម្រង់ទៅបន្ទប់របស់គាត់ដែលជាកន្លែងដែលប្រពន្ធរបស់គាត់កំពុងរងចាំតើជាអ្វីចម្លើយរបស់បង បងមិនអាចសម្រេចចិត្តបានទេណាប្រពន្ធសម្លាញ់ភ្ញៀវនៅពិធីមង្គលការរបស់យើងបាននិយាយមិនល្អពីអូនបងសង្ឃឹមថាបងអាចផ្ដល់មេរៀននិងបង្ហាញពួកគេនៅពេលថ្ងៃជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតរបស់បងប៉ុន្តែបងមិនត្រូវការយោបល់ពីនរណាម្នាក់ថាបងត្រូវស្រឡាញ់អ្នកណានោះទេបងមិនខ្វល់ពីអ្វីដែលគេនិយាយទេតែបងខ្វល់ពីពាក្យដែលគេនិយាយពីអូនដូច្នេះវាល្អបំផុតប្រសិនបើអូនស្រស់ស្អាតនៅទីសាធារណៈនោះពួកគេនឹងមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនឡើយ ប៉ុន្តែអូននឹងអាក្រក់ពេលអូននៅតែជាមួយបង ពិតណាស់តែវាមិនអាចធ្វើឲ្យបងឈប់ស្រឡាញ់អូនទេណាប្រពន្ធសម្លាញ់បងនឹងពេញចិត្តដល់អ្នកផ្សេងទៀតអាចមើលឃើញសម្រស់ខាងក្រៅរបស់អូនហើយបងនឹងដឹងថាអូនស្រស់ស្អាតនៅខាងក្នុង អូកេនអូនសង្ឃឹមថាបងនឹងនិយាយពាក្យនេះ
បិទដាសាលើអូនឥឡូវនេះនឹងត្រូវបាត់បង់ទាំងស្រុងព្រោះបងបានជ្រើសរើសស្រឡាញ់អូនហើយឲ្យតម្លៃអូនថាអូនស្អាតឬអត់ហើយបងសុខចិត្តលះបង់សុភមង្គលផ្ទាល់ខ្លួនដើម្បីការពារអូនជាជាងឃើញអូនត្រូវគេមើលងាយឥឡូវនេះអូននឹងស្រស់ស្អាតសម្រាប់បងគ្រប់ពេលណាប្តីសម្លាញ់ពីពេលនោះមកពួកគេរស់នៅដោយមានសុភមង្គលជារៀងរហូតហើយស្ដេចក៏អាចការពារអវយវៈរបស់ទ្រង់បានដែរទ្រង់សប្បាយចិត្តណាស់អំពីរឿងនេះបញ្ចប់រឿង10វេទមន្តអាប៊ូគឺជាអ្នកនេសាទគាត់រស់នៅក្បែរឆ្នេរហើយគាត់ប្រកបរបរជាអ្នកនេសាទត្រីជាយូរមកហើយកាលពីគាត់នៅក្មេងគាត់គេងនេសាទលើសមុទ្ររាល់យប់នៅពេលព្រឹកឡើងគាត់ត្រឡប់មកវិញជាមួយនឹងត្រីដ៏ធំនៅស្រស់ៗមួយដែលគាត់ចាប់បានដែលគាត់នឹងលក់នៅឯផ្សារក្នុងភូមិហើយឥឡូវនេះអាប៊ូមានអាយុ80ឆ្នាំហើយជាវ័យចំណាស់ពេកសម្រាប់គាត់ក្នុងការចេញទូកទៅសមុទ្រផ្ទុយទៅវិញគាត់បានចេញនេសាទដោយប្រើសំណាញ់ពីច្រាំងសមុទ្រក្នុងមួយថ្ងៃ4ដងគាត់ទុកត្រីខ្លះដើម្បីហូបហើយត្រីនៅសល់គាត់យកទៅលក់ដើម្បីបានប្រាក់បន្តិចបន្តួចថ្ងៃបន្ទាប់គាត់បានចេញទៅសមុទ្រពេលព្រឹកគាត់បោះសំណាញ់ទៅក្នុងទឹកបន្ទាប់មកពេលនោះគាត់មានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងធ្ងន់ជាប់នៅក្នុងសំណាញ់របស់គាត់បានទាញហើយទាញទៀតទាញហើយទាញទៀតនិងទាញទៀតគាត់បានប្រើកម្លាំងយ៉ាងខ្លាំងរបស់គាត់ដើម្បីទាញសំណាញ់ឡើងមកលើច្រាំងហើយបានឃើញសត្វលាដែលងាប់ជាប់ជំពាក់នៅក្នុងសំណាញ់អូទេគាត់បានយំការខិតខំទាំងអស់នេះសម្រាប់តែសត្វលាបានងាប់នេះទេតើខ្ញុំធ្វើអ្វីទៅតើខ្ញុំមានអ្វីសម្រាប់ហូបដូច្នេះគាត់បានគិតអំពីអតីតស្ដេចសាឡូមោនដែលជាស្ដេចពីបុរាណត្រូវបានគេស្គាល់ថាមានប្រាជ្ញាបន្ទាប់មកបរិសុទ្ធចំណាស់នេះបានបោះសំណាញ់ម្ដងទៀតទៅក្នុងទឹកហើយភ្លាមនោះគាត់បាននិយាយថាគាត់បានចាប់អ្វីមួយពេលនេះសំណាញ់កាន់តែធ្ងន់ជាមួយនឹងការប្រើកម្លាំងយ៉ាងខ្លាំងរបស់គាត់ម្ដងទៀតអាប៊ូក៏ទាញសំណាញ់យឺតមកលើច្រាំងហើយនៅខាងក្នុងមានធុងមួយពេញដោយខ្សាច់អូទេគាត់យំបន្តទៀតអូការខិតខំប្រឹងប្រែងនេះសម្រាប់តែខ្សាច់មួយធុងនេះទេតើខ្ញុំនឹងធ្វើអ្វីទៅតើខ្ញុំមានអ្វីសម្រាប់ហូបទៅសារជាថ្មីម្ដងទៀតគាត់បានគិតអំពីប្រាជ្ញាដ៏អស្ចារ្យរបស់ស្ដេចសាឡូមោនហើយបានសម្រេចចិត្តខំព្យាយាមអាប៊ូបោះសំណាញ់ចូលទៅក្នុងទឹកជាលើកទី3នៅពេលនេះមានអ្វីមួយដែលធ្ងន់ជាងនេះបានជាប់នៅក្នុងសំណាញ់វាបានបញ្ចេញសំឡេងដូចជាពាងនិងផើងកំពុងត្រកិច្ចគ្នាហើយទីទៅមើលថាវាជាអ្វីពាងនិងផើងចាស់មួយចង្កោមពួកវាសុទ្ធតែជារបស់ជ្រេះស៊ីនិងគ្មានប្រយោជន៍អ្វីឡើយដូច្នេះអាប៊ូមើលទៅលើមេឃហើយស្រែកថាហេតុអ្វីខ្ញុំទទួលបានអ្វីទាំងនេះខ្ញុំមានតែកម្លាំងដើម្បីបោះសំណាញ់4ដងក្នុងមួយថ្ងៃហើយខ្ញុំបានបោះវាចំនួន3ដងរួចទៅហើយប្រសិនបើខ្ញុំមិនអាចចាប់ត្រីបាននៅលើកទី4នោះទេខ្ញុំច្បាស់ជាស្លាប់ដោយអត់ឃ្លាននៅថ្ងៃនេះហើយអ្វីខ្ញុំត្រូវបង់បានសម្រាមទាំងអស់នេះជាមួយនឹងពាក្យអធិដ្ឋាននៅលើបបោមាត់របស់គាត់អាប៊ូបានបោះសំណាញ់ចុងក្រោយនេះជាអ្វីមួយដែលធ្ងន់ជាងនេះជាប់នៅក្នុងសំណាញ់អាប៊ូត្រូវដើរទៅក្នុងទឹកជ្រៅដើម្បីទាញសំណាញ់ចេញគាត់បានឃើញវាគឺជាដបលង្ហិនលើកនេះអាប៊ូសប្បាយចិត្តណាស់ទោះបីជាគាត់មិនបានចាប់ត្រីបានក៏ដោយក៏ដបលង្ហិនមើលទៅរឹងមាំប្រហែលជាគាត់អាចលក់វាបានកាក់មាសនិងទិញអាហារគ្រប់គ្រាន់សម្រាប់ខែក្រោយប៉ុន្តែគាត់ឃើញថាដបមានបិទបោះត្រានៅលើមាត់ដបហើយក្រឡេកមើលយ៉ាងជិតអាប៊ូដឹងថាត្រានោះគ្មាននរណាក្រៅពីស្ដេចសាឡូមោនឡើយឥឡូវនេះគាត់ចង់ដឹងចង់ឃើញណាស់ថាមានអ្វីនៅក្នុងដបគាត់បានបើកត្រាដោយកាំបិតភ្លាមនោះគាត់បានបើកវាមានអារក្សដ៏ធំមួយបានចេញពីដបជើងបានឈានចេញទៅ100 ហ្វីតទៅលើមេឃដោយសំឡេងក្រហមដ៏ខ្លាំងអាប៊ូភ័យខ្លាចណាស់គាត់បានស្រែកដោយភ័យខ្លាចអារក្សបានក្រឡេកឃើញអាប៊ូហើយបង្រួមចុះត្រឹម10 ហ្វីតដូច្នេះគាត់អាចនិយាយជាមួយអាប៊ូបានអ្នកនេសាទតើអ្នកបានដោះលែងខ្ញុំមែនទេវាដូចជាផ្គរលាន់ខ្ញុំបាទមែនហើយលោកអារក្សខ្ញុំឈ្មោះអាប៊ូឈ្មោះល្អអារក្សបាននិយាយដោយស្នាមញញឹមខ្ញុំបានជាប់នៅក្នុងដបនោះអស់រយៈពេលជាយូរមកហើយអរគុណអ្នកនេសាទអាប៊ូឥឡូវប្រាប់ខ្ញុំមកតើលោកចង់ស្លាប់ដោយវិធីណាស្លាប់ប៉ុន្តែលោកខ្ញុំបានដោះលែងលោកហើយហេតុអីបានជាអ្នកចង់សម្លាប់ខ្ញុំ
ខ្ញុំបានជាប់នៅក្នុងដបនោះដោយស្ដេចសាឡូមោនណាអ្នកនេសាទអាប៊ូប៉ុន្តែអាឡូមោនបានគ្រប់គ្រងទឹកដីនេះជិត 2000 ឆ្នាំមកហើយមែនហើយកាលពី 1800 ឆ្នាំមុនត្រូវតែមានភាពច្បាស់លាស់ខ្ញុំបានបះបោរប្រឆាំងនឹងគាត់ស្ដេចអាឡូមោនយកឈ្នះខ្ញុំហើយដាក់ខ្ញុំក្នុងដបនេះបន្ទាប់មកទ្រង់បានបោះដបនេះទៅក្នុងសមុទ្រខ្ញុំមានការសោកស្ដាយចំពោះកំហុសរបស់ខ្ញុំតាំងពីពេលនោះមកប៉ុន្តែនោះមានន័យថាខ្ញុំបានដោះលែងអ្នកពីការជាប់ឃុំហេតុអីបានជាអ្នកចង់សម្លាប់ខ្ញុំអររយៈពេល 1000 ឆ្នាំមកហើយខ្ញុំប្រាថ្នាចង់បាននរណាម្នាក់ដល់លែងខ្ញុំបានសន្យាថាខ្ញុំនឹងផ្ដល់ឲ្យមនុស្សម្នាក់នោះនូវទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរស់ពេញមួយជីវិតគាត់ប៉ុន្តែគ្មាននរណាម្នាក់មកទីបន្ទាប់មកដោយមានកំហឹងខ្ញុំបានសន្យាថាខ្ញុំនឹងសម្លាប់បរិសដែលដោះលែងខ្ញុំប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យបរិសជ្រើសរើសតាមរបៀបដែលគាត់នឹងស្លាប់ដូច្នេះតើចង់ស្លាប់យ៉ាងម៉េចអ្នកនេសាទប៊ូអាប៊ូបានគិតម្ដងទៀតអំពីប្រាជ្ញារបស់ស្ដេចសាឡូមោនហើយបន្ទាប់មកគាត់នឹកឃើញគំនិតដ៏ឆ្លាតមួយលោកអើយលោកប្រាប់ថាស្ដេចសាឡូមោនបានដាក់លោកឲ្យជាប់ក្នុងដបនោះប៉ុន្តែខ្ញុំមិនជឿលោកទេស្អីគេមនុស្សនោះបានស្រែកហើយសម្លេងរបស់គាត់ផ្ទុះដូចផ្គរលាន់លោកពិតជាខ្ពស់ខ្លាំងណាស់ដៃរបស់លោកប្រៀបបាននឹងដើមឈើគ្មានផ្លូវណាដែលអាចដាក់លោកក្នុងដបដ៏តូចនេះបានទេខ្ញុំមិនខ្វល់ទេប្រសិនបើខ្ញុំស្លាប់ប៉ុន្តែខ្ញុំមិនចង់ត្រូវបានសម្លាប់ដោយអ្នកកុហកអ្នកនេសាទត្រីកំសត់ខ្ញុំជាមនុស្សកាចសាហាវហើយមានន័យថានឹងធ្វើការសន្យាល្ងងប៉ុន្តែក្នុងជីវិតខ្ញុំមិនដែលកុហកគេទេដូច្នេះបង្ហាញវាមកអាប៊ូបាននិយាយអារ្យនោះបានបក់ដៃវាប្រែទៅជាផ្សែងហើយយឺតបន្តិចម្ដងចូលទៅក្នុងដបហើយនៅពីខាងក្នុងវាស្រែកថាមើលចុះខ្ញុំអាចដាក់ចូលក្នុងដបបានអាប៊ូក៏លើកបិទបោះត្រានៅមាត់ដបយ៉ាងលឿនហើយបានឲ្យអារ្យនោះជាប់នៅក្នុងដបម្ដងទៀតអារ្យនោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីចេញមកប៉ុន្តែវាមិនអាចបំបែកត្រាបានទេបន្ទាប់មកអារ្យនោះបានបន្លឺសំឡេងដូចផ្គរលាន់ប៉ុន្តែបន្ទាប់មកគាត់បានស្ងាត់ស្ងៀមទៅវិញហើយបាននិយាយដោយមិនលាក់លៀមអ្នកបោកបញ្ឆោតខ្ញុំបដូរគំនិតហើយអ្នកឆ្លាតណាស់សម្រាប់ខ្ញុំអាប៊ូឥឡូវខ្ញុំចង់ចេញពីពាងនេះហើយខ្ញុំសន្យាថាខ្ញុំនឹងផ្ដល់ឲ្យមនុស្សដែលបានដោះលែងខ្ញុំត្រឡប់ទៅអាយុក្មេងវិញជាការផ្ដល់ឲ្យដ៏ល្អមែនទេឥឡូវដោះលែងខ្ញុំទៅអាប៊ូរង្វាន់របស់អ្នកកំពុងរងចាំអ្នកអាប៊ូស្ដាប់ដោយស្ងប់ស្ងាត់ហើយញញឹមដោយមានល្បិចកលគាត់បាននិយាយថាអ្នកគិតថាខ្ញុំជាមនុស្សល្ងីល្ងើមែនទេខ្ញុំបានរស់នៅពេញមួយជីវិតខ្ញុំហើយមិនត្រូវការអ្វីលើពីនេះទេខ្ញុំប្រហែលជាចាស់ប៉ុន្តែមិនល្ងីល្ងើដើម្បីដោះលែងអ្នកម្ដងទៀតទេឥឡូវនេះលាហើយទេចាំបន្តិចសូមឲ្យខ្ញុំផ្ដល់អ្វីមួយផ្សេងទៀតសម្រាប់អ្នកអាប៊ូបោះដបទៅក្នុងសមុទ្រវិញហើយមានចិត្តត្រេកអរដែលគាត់អាចរួចខ្លួនបានបញ្ចប់រឿងក្តាន់វេទមន្តមានបងប្អូនប្រុសស្រីបង្កើត2នាក់ស្រឡាញ់គ្នាខ្លាំងណាស់ឪពុកម្ដាយពួកគេបានស្លាប់ទៅហើយកាលពីពួកគេនៅក្មេងម្ដាយរបស់ពួកគេបានស្លាប់មុនហើយឪពុករបស់គេក៏មានជំងឺមុនពេលឪពុកពួកគេបានស្លាប់គាត់បានរៀបការម្ដងទៀតប៉ុន្តែម្ដាយចុងពួកគេគឺគ្មានក្តីមេត្តានិងខុសខើបំផុតចំពោះពួកគេថ្ងៃមួយបងប្រុសបាននិយាយទៅកាន់ប្អូនស្រីថាប្អូនស្រីតូចអើយម្ដាយចុងរបស់ពួកយើងបានឲ្យនំប៉័ងស្ងួតមកពួកយើងសម្រាប់អាហារពេលល្ងាចនិងឲ្យពួកយើងចូលគេងតែគ្មានអាហារនិងគម្រាមដេញពួកយើងចេញពីផ្ទះតើយើងនាំគ្នារត់ចេញទៅហើយមើលថាពិភពលោកខាងក្រៅតើវាយ៉ាងម៉េចដូច្នេះពួកគេបានរត់ចេញពីផ្ទះហើយដើរវង្វេងគ្មានគោលដៅរហូតដល់ល្ងាចនៅចុងបញ្ចប់ពួកគេស្ថិតនៅក្នុងព្រៃជ្រៅធំមួយមេឃចាប់ផ្ដើមភ្លៀងពួកគេនឿយហត់ហើយឃ្លាននិងក្រៀមក្រំពួកគេបានចូលទៅក្នុងប្រហោងដើមឈើហើយបានដេករហូតដល់ព្រឹកនៅពេលភ្ញាក់ឡើងពួកគេបានចាក់ចេញពីកន្លែងសម្រាកនោះហើយបានដើរចេញទៅដោយគ្មានគោលដៅដើម្បីស្វែងរកទឹកអូបងស្រេកទឹកខ្លាំងណាស់ប្រសិនបើពួកយើងអាចរកទឹកអូរឬទឹកជ្រោះផឹកតែប៉ុណ្ណោះស្ដាប់ប្អូនស្រីបងគិតថាបងលឺសំឡេងទឹកជ្រោះកំពុងហូរដូច្នេះគាត់បានចាប់ដៃប្អូនស្រីរបស់គាត់ហើយពួកគេបានរត់ទៅជាមួយគ្នាដើម្បីទៅរកទឹកជ្រោះនោះពេលនេះម្ដាយចុងរបស់ក្មេងទាំងពីរនោះគឺជាមេធ្មប់ចិត្តអាក្រក់នាងបានដើរតាមរកពួកគេនៅពេលយប់ហើយបានធ្វើមន្តអាគមដាក់ប្រភពទឹកនិងទឹកជ្រោះទាំងអស់នៅក្នុងព្រៃក្មេងប្រុសនិងក្មេងស្រីទាំងពីរបានទៅដល់ទឹកអូរមួយហើយប្អូនស្រីបានឮសំឡេងនិយាយតិចៗនៅក្នុងទឹកអូរដែលពួកគេនឹងផឹក
អ្នកណាផឹកទឹករបស់យើងនឹងคล้ายជាសត្វខ្លាឥឡូវនេះ អូបងប្រុសអើយចាំបន្តិចកុំផឹកទឹកនេះអីបងនឹងខ្លាយទៅជាសត្វសាហាវហើយខ្ញុំស៊ីទៅជាចម្រៀកដោយដៃវាស្រែកទឹកក្មេងប្រុសបានយកឈ្នះចិត្តចង់ផឹកតាមសម្ដីរបស់ប្អូនស្រីហើយនិយាយថាប្អូនស្រីអើយបងនឹងរងចាំរហូតដល់ពួកយើងទៅដល់ប្រភពទឹកមួយទៀត ដូច្នេះពួកគេបានវង្វេងផ្លូវកាន់តែឆ្ងាយប៉ុន្តែនៅពេលដែលពួកគេដើរទៅកាន់តែជិតដល់ប្រភពទឹកក្មេងស្រីបានឮសំឡេងនិយាយតិចតិចសះចិត្តម្ដងទៀតនៅកន្លែងប្រភពទឹកនោះអ្នកណាផឹកទឹករបស់យើងនឹងคล้ายជាសត្វចចឥឡូវនេះ បងប្រុសអើយខ្ញុំសូមអង្វរសូមបងកុំផឹកទឹកនៅប្រភពទឹកនេះអីបងនឹងខ្លាចទៅជាសត្វចចហើយនឹងស៊ីខ្ញុំក្មេងប្រុសបានបដិសេធចំពោះខ្លួនឯងម្ដងទៀតហើយសន្យាថានឹងរងចាំប៉ុន្តែវាបាននិយាយថានៅទឹកជ្រោះបន្ទាប់ទៀតបងត្រូវផឹកទឹកនោះហើយបងពិតជាឃ្លានទឹកខ្លាំងណាស់ នៅមិនឆ្ងាយប៉ុន្មានមានទឹកជ្រោះស្រស់ស្អាតមួយកន្លែងទៀតប៉ុន្តែនៅទីនោះក៏មានឮសំឡេងនិយាយខ្សឹបខ្សឹបនៅក្នុងទឹកជ្រោះនោះដែរប្អូនស្រីបានឮពាក្យទាំងអស់នោះ អ្នកណាហ៊ានផឹកទឹករបស់យើងនឹងคล้ายទៅសត្វក្តាន់ បងប្រុសកុំផឹកវាអីក្មេងស្រីបានចាប់ផ្ដើមនិយាយប៉ុន្តែនាងបាននិយាយយឺតពេលទៅហើយព្រោះបងប្រុសរបស់នាងបានអោនក្បាលផឹកទឹករួចទៅហើយក្មេងប្រុសបានខ្លាចទៅជាកូនក្តាន់ប៉ុន្តែវាមិនអាចរត់ចេញទេហើយវាបាននៅក្បែរក្មេងស្រីនោះដូច្នេះនាងបាននិយាយថាឈរនៅឲ្យស្ងៀមក្តាន់សម្លាញ់កុំភ័យខ្លាចខ្ញុំត្រូវទៅមើលថែឯងខ្ញុំនឹងមិនចាកចេញពីឯងឡើយដូច្នេះក្មេងស្រីបានយកខ្សែកមាសរបស់នាងហើយពាក់វាជុំវិញករបស់ក្តាន់បន្ទាប់មកនាងបានប្រមូលស្មៅបៃតងទន់ៗជាច្រើនហើយចងវាជាមួយខ្សែដែលទន់ៗដែលនាងចងជាប់ជាមួយនឹងខ្សែកមាសរបស់កូនក្តាន់ហើយបន្ទាប់មកនាំវាចូលទៅក្នុងព្រៃកាន់តែជ្រៅបន្ទាប់ពីវង្វេងផ្លូវយ៉ាងយូរចុងក្រោយនាងបានឃើញខ្ទមដែលគេបោះបង់ចោលតូចមួយហើយនាងគិតថាវានឹងក្លាយទៅជាជម្រកដ៏ល្អសម្រាប់ពួកគេទាំងពីរដូច្នេះនាងបាននាំកូនក្តាន់ចូលទៅខាងក្នុងហើយបិទទ្វាររាល់ព្រឹកនាងបានចេញទៅប្រមូលផ្លែបឺរីសម្រាប់ខ្លួននាងនិងស្មៅស្រស់ៗសម្រាប់កូនក្តាន់ឲ្យវាស៊ីពីលើដៃរបស់នាងហើយបន្ទាប់មកកូនក្តាន់បានចេញទៅលេងខាងក្រៅជាមួយនាងនិងលេងជាមួយគ្នាបន្ទាប់ពីពួកគេរស់នៅទាំងពីរនាក់នៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំមកក្មេងស្រីតូចបានធំឡើងជានារីក្រមុំគួរឲ្យស្រឡាញ់ហើយកូនក្តាន់បានធំពេញរូបរាងជាក្តាន់ពេញវ័យមានព្រះអង្គម្ចាស់មួយអង្គបានយាងចូលទៅក្នុងព្រៃជាមួយនឹងក្រុមព្រានព្រៃរបស់ព្រះអង្គសំឡេងស្នែងបានបន្លឺឡើងសំឡេងឆ្កែព្រុសសូរសំឡេងស្រែកហៅឮរំពងពេញព្រៃហើយសំឡេងនោះបានឮដល់សត្វក្តាន់វាបានអង្រួនឲ្យប្អូនស្រីវាទៅមើលនាងបានបើកទ្វារហើយនិយាយថាខ្ញុំនឹងឲ្យបងទៅប៉ុន្តែពេលបងមកវិញកុំភ្លេចនិយាយថាប្អូនស្រីតូចអើយសូមឲ្យខ្ញុំចូលក្នុងផងនៅពេលបងត្រឡប់មកវិញល្ងាចនេះប្រធានក្រុមប្រមាញ់ម្នាក់បានមើលឃើញសត្វក្តាន់ដ៏ស្រស់ស្អាតមួយនិងខ្សែកមាសបានចង្អុលបង្ហាញទៅព្រះអង្គម្ចាស់ហើយពួកគេតាមប្រមាញ់វាពួកគេដេញតាមប្រមាញ់ដោយប្រើជំនាញរបស់ពួកគេទាំងអស់ប៉ុន្តែវារត់លឿនពេកនិងរហ័សរហួនពីការចាប់របស់ពួកគេហើយបន្ទាប់ពីអ្នកប្រមាញ់បានទៅវិញបាត់វាក៏ដើរទៅផ្ទះវិញប៉ុន្តែអ្នកប្រមាញ់ម្នាក់របស់ព្រះអង្គម្ចាស់បានបដិញ្ញាចិត្តដើរតាមវាពីចម្ងាយដើម្បីរកកន្លែងដែលវាទៅអ្នកប្រមាញ់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញសត្វក្តាន់ដើរទៅរកទ្វារហើយគោះទ្វារនិងឮវានិយាយប្អូនស្រីជាទីស្រឡាញ់សូមឲ្យបងចូលក្នុងផងទ្វារក៏បានបើកតែទ្វារតូចមួយហើយបានបិទទ្វារយ៉ាងលឿនប៉ុន្តែអ្នកប្រមាញ់មើលឃើញល្មមនៅអ្វីធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយពេលដែលគាត់ត្រឡប់ទៅវិញគាត់បានប្រាប់ព្រះអង្គម្ចាស់នៅអ្វីដែលគាត់បានឃើញព្រះអង្គម្ចាស់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងយើងត្រូវរកឲ្យឃើញនៅអាថ៌កំបាំងនេះនៅព្រឹកបន្ទាប់អ្នកប្រមាញ់បាននាំព្រះអង្គម្ចាស់ទៅកាន់ខ្ទមនោះពេលព្រះអង្គម្ចាស់ឃើញដូច្នេះព្រះអង្គម្ចាស់ក៏យាងទៅតែម្នាក់ឯងទ្វារបានបើកបន្តិចហើយទ្រង់បានឈានជើងចូលក្នុងហើយទ្រង់មានការងឿងឆ្ងល់ជាខ្លាំងដោយឃើញនារីក្រមុំយ៉ាងស្រស់ស្អាតម្នាក់ជាងអ្វីដែលទ្រង់ធ្លាប់ឃើញឈរនៅចំពោះមុខទ្រង់នាងមើលទៅមានការភ័យខ្លាចបន្ទាប់ពីបាននិយាយគ្នាបន្តិចទ្រង់បានចាប់កាន់ដៃនាងហើយនិយាយថាតើអ្នកនាងនឹងទៅជាមួយខ្ញុំទៅរាជវាំងរបស់ខ្ញុំហើយធ្វើជាភរិយាជាទីស្រឡាញ់របស់ខ្ញុំទេចាមែនហើយខ្ញុំស្ម័គ្រចិត្តទៅជាមួយទ្រង់ប៉ុន្តែខ្ញុំមិនអាចទៅចោលក្តាន់ជាទីស្រឡាញ់របស់ខ្ញុំម្ចាស់បានទេគាត់ត្រូវទៅជាមួយខ្ញុំគាត់នឹងនៅជាមួយអ្នកនាងរហូតខណៈពេលដែលពួកគេកំពុងនិយាយគ្នាសត្វក្តាន់បានក្រោកឡើងមើលទៅហាក់ដូចជាសប្បាយរីករាយមិនយូរប៉ុន្មានការរៀបអភិសេករបស់ពួកគេត្រូវបានប្រារព្ធឡើងដោយភាពអ៊ូអរម្ដាយចុងដែលខូខើដែលធ្វើឲ្យអ្នកទាំងពីរមានទុក្ខលំបាកបែបនេះបានឮពីសុភមង្គលរបស់ពួកគេមានការច្រណែននិងអំពើអាក្រក់បានកើតឡើងក្នុងចិត្តរបស់នាងហើយមេធ្មប់បានស្បត់ថានឹងបំផ្លាញពួកគេនាងបានខ្លាចខ្លួនធ្វើជាគលាននពថាជាការហើយបានមកប្រាសាទនៅពេលដែលម្ចាស់ស្ត្រីមានបុត្រហើយព្រះអង្គម្ចាស់បានជួលនាងឲ្យមើលថែម្ចាស់ស្ត្រីនិងទារកទើបនឹងកើត
នាងបានចាក់សោម្ចាស់ស្ត្រីនៅក្នុងបន្ទប់ទឹកហើយយកទីរក់ពីអង្រឹងដើម្បីបោះចោលពីលើយ៉ររបស់ម្ចាស់ស្ត្រីប៉ុន្តែក្រោយមកត្រូវបានសត្វក្តាន់ជួយឲ្យរួចពីគ្រោះថ្នាក់ហើយគាត់បានជួយសង្គ្រោះក្មួយប្រុសរបស់គាត់ព្រះមហាក្សត្របានយាងចូលទៅក្នុងបន្ទប់ម្ចាស់ស្ត្រីហើយទ្រង់បានទតឃើញថាសត្វក្តាន់កំពុងការពារបុត្រាពីកលៀននបថាយិកាហើយម្ចាស់ស្ត្រីបានស្គាល់ថាជាម្ដាយចុងដែលជាមេធ្មប់នាងបានប្រាប់ព្រះមហាក្សត្រអំពីភាពសាហាវឃោរឃៅរបស់ម្ដាយចុងដែលធ្វើបាបខ្លួនហើយដូច្នេះហើយព្រះមហាក្សត្របានបញ្ជូននាងទៅដាក់គុកម្ដាយចុងបានដឹងពីកំហុសរបស់ខ្លួនហើយដូច្នេះនាងបានដោះមន្តអាគមដែលធ្វើឲ្យបងប្រុសរបស់ព្រះអង្គម្ចាស់ខ្លាយទៅជាសត្វក្តាន់បងប្រុសបង្ហាញខ្លួននៅចំពោះមុខពួកគេជាបុរសវ័យក្មេងដែលមានកម្ពស់ខ្ពស់និងសង្ហាក្រោយមកមនុស្សគ្រប់គ្នាបានរស់នៅដោយសប្បាយរីករាយនិងមានសន្តិភាពអស់មួយជីវិតបញ្ចប់រឿងត្បាល់កិនវេទមន្តកាលពីយូរលង់ណាស់មកហើយនៅក្នុងប្រទេសអេស៊ីបមានស្ត្រីក្រមុំសៅកែម្នាក់ឈ្មោះថា Naver នាងបានធ្វើការឲ្យលោកម្ចាស់លោភលន់ម្នាក់ឈ្មោះថា Anubis នៅពេលដែលគាត់អង្គុយក្រោមម្លប់ពេញមួយថ្ងៃ Naver និងក្មួយៗរបស់នាងបានធ្វើការនៅក្នុងសួនច្បាររបស់គាត់ Naver បានដើររើសផ្លែឈើនិងបន្លែពេលដែលរ៉ានិងសិតបានទាញនិងកាត់ស្មៅជារៀងរាល់ល្ងាចពួកគេបានយកកន្ត្រកអាហាររបស់គេទៅជូនលោកម្ចាស់ Anubis ហើយគាត់ក៏បានដាក់កន្ត្រកយ៉ាងធ្ងន់នោះទៅលើជញ្ជីងលន់តប៉ុន្តែរាល់ពេលដែល Naver ស្នើសុំប្រាក់ខែរបស់នាងគាត់តែងតែស្រែកថាត្រឡប់មកវិញនៅថ្ងៃស្អែកដូច្នេះ Naver មិនមានប្រាក់នោះទេដោយគ្មានប្រាក់នាងក៏មិនអាចទិញអាហារសម្រាប់ក្មួយៗរបស់នាងបានទេថ្ងៃមួយ Naver នាងបានដើរទៅមើលទូដាក់ម្ហូបឃើញថាវាទៅទេស្អាតខ្ញុំនឹងទៅហើយសូមលោកម្ចាស់ Anubis នៅម្ហូបអាហារមួយចំនួនNaver បានដើរត្រង់ទៅរកផ្ទះរបស់លោកម្ចាស់ Anubis គាត់បានមកបើកទ្វារដោយខ្លួនគាត់ដោយគ្មានអ្នកបម្រើតើឯងចង់បានអ្វីយើងពិតជារវល់ខ្លាំងណាស់ Naver បានចូលទៅក្នុងបន្ទប់បរិភោគអាហាររបស់គាត់ពេលដែលនាងឃើញម្ហូបឆ្ងាញ់នាងឃ្លានជាងណាៗទាំងអស់ខ្ញុំគ្រាន់តែចង់បានម្ហូបអាហារបន្តិចបន្តួចតែប៉ុណ្ណោះក្មួយៗរបស់ខ្ញុំគេឃ្លានខ្លាំងណាស់ម្ហូបអាហារខ្ញុំគ្មានគ្រប់គ្រាន់សម្រាប់ខ្លួនឯងផងគាត់បានកំហុសឈប់ចេញទៅ Naver ដល់កំសត់នាងក៏បានទៅឆ្ងាយដោយគ្មានអាហារសម្រាប់ខ្លួនរបស់នាងឬក៏ក្មួយៗរបស់នាងទេនៅតាមផ្លូវទៅផ្ទះរបស់នាង Naver បានឆ្លងកាត់រូងភ្នំមួយភ្លាមនោះនាងក៏បានឮសំឡេងធ្ងរចម្លែកមួយហើយកំពុងតែស្រែកវាបានឮចេញមកពីខាងក្នុងឆ្ងល់ណាស់តើវាអាចជាអ្វីទៅណោះស្ដាប់ទៅគឺដូចជាមាននរណាម្នាក់ឈឺចាប់ណាស់វាគឺជាពស់សើផើផាតដែលជាប់នៅក្រោមថ្មហើយកំពុងតែយំយ៉ាងខ្លាំងដោយការឈឺចាប់ដំបូង Naver ពិតជាខ្លាចណាស់ប៉ុន្តែបន្ទាប់ពីស្ដាប់ការស្រែកយំរបស់វាហើយនឹងការសុំជំនួយនោះមួយសន្ទុះក្រោយមកនាងក៏បានមានអារម្មណ៍អាណិតណាស់ហើយនាងលែងខ្លាចទៀតក៏ស្រែកទៅសួរសត្វពស់សើផើផាតថាតើខ្ញុំអាចធ្វើអ្វីបានដើម្បីជួយអ្នកថ្មទាំងនេះគឺធ្ងន់ពេកសម្រាប់ខ្ញុំក្នុងការដែលយកវាចេញសត្វពស់សើផើផាតចង្អុលទៅលើធ្នើជ្រុងមួយដែលពោពេញទៅដោយទ្រព្យសម្បត្តិដ៏ស្រស់ស្អាតចូលយកត្បាល់កិនមាសមកខាងក្រោមហើយយកវាមកនេះឲ្យខ្ញុំណា Naver បានប្រគល់ត្បាល់កិននោះទៅឲ្យគាត់សូមមើលហើយស្ដាប់ណាគាត់ក៏ចាប់ផ្ដើមបង្វិលដោយរវៃនៅពេលដែលគាត់បានរវៃគាត់ក៏បាននិយាយថាត្បាល់កិនមាសសូមអ្នកជួយខ្ញុំផងអ្នកនឹងពិតជាដឹងថាអ្វីដែលខ្ញុំត្រូវការនៅពេលដែលពស់បាននិយាយនៅពាក្យវេទមន្តទាំងនោះមានប៉ែលមួយបានលេចចេញមកវាក៏បានចាប់ផ្ដើមជីកដោយខ្លួនឯងវាបានជីកលើកយកថ្មធ្ងន់ភ្លាមនោះប៉ែលមួយទៀតក៏បានលេចចេញមកវាក៏ចាប់ផ្ដើមជីកផងដែរបន្ទាប់មកមានប៉ែមួយទៀតនិងមានមួយទៀតហើយមួយទៀតបន្ទាប់មកប៉ែទាំងអស់ក៏បានបញ្ចប់ការងាររបស់វាហើយសត្វពស់សើផើផាតបាននិយាយថាត្បាល់កិនមាសបញ្ឈប់នឹងនៅស្ងៀមត្បាល់កិនក៏បានបញ្ឈប់ប៉ែលទាំងនោះទីបំផុតពស់សើផើផាតក៏មានសេរីភាពសារជាថ្មីម្ដងទៀតដោយសារតែអ្នកបានជួយខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅត្បាល់កិនវេទមន្តនេះអ្នកគ្រាន់តែនិយាយនៅពាក្យវេទមន្តហើយវានឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានអើយអរគុណខ្លាំងណាស់
សត្វពស់សើភើផាតក៏បានលាណាវ៉ាចេញទៅ ឥឡូវសូមកុំភ្លេចពាក្យមុនអាគមដើម្បីធ្វើឲ្យត្បាល់ឈប់កិនវាមិនឈប់នោះទេទាល់តែអ្នកនិយាយពាក្យទាំងអស់នោះត្រឹមត្រូវទើបវាឈប់ ខ្ញុំនឹងមិនភ្លេចពាក្យទាំងអស់នោះទេណាវ៉ាបានរត់តាមផ្លូវដើម្បីបង្ហាញដល់ក្មួយៗរបស់នាងនៅត្បាល់កិនវេទមន្តដ៏អស្ចារ្យនេះប៉ុន្តែនៅពេលដែលក្មួយៗរបស់នាងឃើញត្បាល់កិននោះពួកគេមិនសប្បាយចិត្តសោះតាមម្ហូបអាហាររបស់យើងនៅណាទៅមីងណាវ៉ាស្ដាប់ណាយើងនៅមានអាហារណាវ៉ាក៏បានចាប់ផ្ដើមបង្វិលដៃរវៃត្បាល់កិនមាសូមជួយខ្ញុំផងទៅអ្នកពិតជាដឹងថាអ្វីដែលខ្ញុំត្រូវការភ្លាមនោះនៅលើតុពោពេញទៅដោយអាហារមានទាំងមាន់តូគីនិងហែមម្សៅដំឡូងសសណ្ដែកនិងការ៉ុតផ្លែឈើនិងឈីក៏ដូចជាទឹកដោះគោហើយនិងនំប៉័ងបន្ទាប់មកណាវ៉ានិយាយថាត្បាល់កិនមាបញ្ឈប់និងនៅស្ងៀមត្បាល់កិនមាក៏បញ្ឈប់ធ្វើអាហារទាំងនោះបន្ទាប់មករ៉ាក៏បានស្រែក អូមីងសូមស្នើសម្លៀកបំពាក់ថ្មីៗមក ណាវ៉ានិយាយនៅពាក្យមុនអាគមញាប់ឡើងក៏មានសម្លៀកបំពាក់ថ្មីបន្ទាប់មកសិតក៏បាននិយាយថាសូមស្នើគ្រឿងសង្ហារឹមថ្មីមកនៅពេលដែលណាវ៉ាបង្វិលដៃរវៃនិងនិយាយពាក្យមុនអាគមត្បាល់កិនក៏បានផ្ដល់ឲ្យពួកគេនៅគ្រឿងសង្ហារឹមថ្មីល្អពេលនោះរ៉ានិងសិតក៏បានស្រែកដូចគ្នាថា ពួកយើងមានហើយ ពួកគេក៏បានលោតចុះឡើងនៅលើគ្រែថ្មីរបស់ពួកគេប៉ុន្តែត្រូវចាំណាមិនត្រូវប្រាប់នរណាម្នាក់នៅពាក្យមុនអាគមឡើយព្រឹកស្អែកឡើងណាវ៉ានិងក្មួយៗរបស់នាងមិនបានទៅធ្វើការនៅសួនច្បាររបស់លោកម្ចាស់អាណូបឺទៀតទេណាវ៉ាក៏បាននៅផ្ទះដើម្បីដាំផ្កាសិតនិងរ៉ាក៏បានទៅស្ទូចត្រីនៅទឹកអូលោកម្ចាស់អាណូបឺមិនយូរប៉ុន្មានក៏បានមកមើលហើយរកពីមូលហេតុដែលណាវ៉ានិងក្មួយៗរបស់នាងមិនបានទៅធ្វើការឲ្យគាត់នៅថ្ងៃនោះគាត់ក៏បានភ្ញាក់ផ្អើលនៅពេលដែលឃើញសម្ភារៈថ្មីរបស់គេគាត់ក៏បានស្រែកដោយការភ្ញាក់ផ្អើល អ្វីទាំងអស់នេះមិនមែនជារបស់ឯងទេតែឯងបានអ្វីគ្រប់យ៉ាងមកពីដឹង វាជាអាចកំបាំងខ្ញុំមិនអាចប្រាប់លោកម្ចាស់បានទេ បើឯងមិនប្រាប់ខ្ញុំទេខ្ញុំនឹងទទួលស្ដេចហើយទ្រង់នឹងចាប់ឯងដាក់គុកពីបទលួចណោះ ណាវ៉ាក៏បានបង្ហាញត្បាល់កិនដល់គាត់ខ្ញុំអត់បានលួចអីទេណាត្បាល់កិននេះផ្ដល់នៅអ្វីដែលខ្ញុំចង់បានមកឲ្យខ្ញុំលោកម្ចាស់អាណូបឺក៏បានកញ្ឆក់យកវាចេញពីនេះ យើងនឹងថែរក្សាវាជំនួសឯង ហើយគាត់បានរត់តម្រង់ទៅផ្ទះរបស់គាត់ក៏បានដាក់វាចុះហើយបង្វិលដៃរវៃនិងបាននិយាយថា ខ្ញុំចង់បានមាសសូមយកចេញមក ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេបន្ទាប់មកគាត់ក៏ស្រែកដោយកំហឹង ខ្ញុំចង់បានមាសឥឡូវនេះ យ៉ាងណាគ្មានអ្វីកើតឡើងនោះទេបន្ទាប់មកគាត់ក៏បាននិយាយ ខ្ញុំនឹងរកវិធីធ្វើឲ្យវាស្ដាប់បង្គាប់ខ្ញុំ គាត់ក៏បានរត់ទៅរកក្មួយទាំងពីររបស់ណាវ៉ាទាំងណាវ៉ានិងក្មួយរបស់នាងពួកគេមិនចង់ទៅធ្វើការឲ្យលោកម្ចាស់អាណូបឺទៀតទេណាវ៉ាបានដេប៉ានៅក្នុងសួនច្បារដែលជាម្លប់របស់នាងសិតនិងរ៉ាក៏បានយកពេលវេលារបស់គេដើម្បីទៅស្ទូចត្រីត្បាល់កិនវេទមន្តបានផ្ដល់ឲ្យពួកគេនៅអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការរស់នៅដែលរីករាយជារៀងរហូតលោកម្ចាស់អាណូបឺបានរកឃើញសិតនិងរ៉ាកំពុងទៅស្ទូចត្រីនៅទឹកអូ មិត្តសម្លាញ់ខ្ញុំអើយខ្ញុំឮថាអ្នកមានត្បាល់កិនមួយដែលផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានសូមប្រាប់ខ្ញុំមកតើត្បាល់កិនវេទមន្តនេះដំណើរការយ៉ាងដូចម្តេចវាងាយស្រួលទេលោកម្ចាស់គ្រាន់តែនិយាយថាត្បាល់កិនមាសសូមជួយខ្ញុំផងអ្នកនឹងពិតជាដឹងថាអ្វីដែលខ្ញុំត្រូវការហើយលោកនឹងបានអ្វីដែលលោកត្រូវការហើយ សិតបានប្រញាប់បាត់មាត់បងប្រុសរបស់គេយ៉ាងលឿនហើយក៏ខ្សឹបប្រាប់ថានោះគឺជាអាកំបាំងរ៉ាមិនបាននិយាយពីអ្វីផ្សេងទៀតទេ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នោះ ឥឡូវនេះគាត់ដឹងពីរបៀបដែលធ្វើឲ្យត្បាល់កិនដំណើរការហើយគាត់ក៏បានរត់ឆ្ពោះទៅរកទូករបស់គាត់ដើម្បីភៀសខ្លួនចេញពីភូមិដូច្នេះគ្មាននរណាអាចយកត្បាល់កិនវេទមន្តរបស់គាត់បានទេគាត់មិនអាចរងចាំដើម្បីការសាឡបងដូច្នេះគាត់ក៏ចាប់ផ្ដើមបង្វិលដៃរវៃទៅរក ខ្ញុំគួរតែសាឡបងវាជាមុនសិនឥឡូវនេះខ្ញុំនឹងស្នើសុំអំបិលបន្តិចមក ដោយការលោភលន់របស់គាត់ក៏បាននិយាយថា ត្បាល់កិនមាសសូមអ្នកជួយខ្ញុំផងអ្នកនឹងពិតជាដឹងថាអ្វីដែលខ្ញុំត្រូវការហើយ ប្រកាសណាស់ត្បាល់កិនបានចាប់ផ្ដើមបង្កើតអំបិលបន្ទាប់មកអំបិលក៏កាន់តែច្រើនឡើងឥឡូវនេះទូករបស់គាត់ពោពេញទៅដោយអំបិលហើយវាក៏កាន់តែធ្ងន់ដូច្នេះគាត់ក៏ស្រែកថា បញ្ឈប់វាអូត្បាល់កិន
បញ្ឈប់ឥឡូវនេះ ប៉ុន្តែគាត់មិនបានដឹងពាក្យមន្តអាគមនោះទេដូច្នេះឧបករណ៍កិនមិនបានឈប់ទេមិនយូរប៉ុន្មានទូករបស់គាត់ក៏បានចាប់ផ្ដើមលិចដោយសារតែធ្ងន់ពេកហើយទីបំផុតទូករបស់គេលិចអាណូបាក៏បានលង់ទឹកស្លាប់ប៉ុន្តែកូនតើដឹងដែរទេតបាល់កិនវេទមន្តនោះនៅតែដំណើរការនិងបង្កើតអំបិលរហូតនោះហើយគឺជាមូលហេតុដែលទឹកសមុទ្រមានរសជាតិប្រៃខ្លាំងរហូតដល់សប្តាហ៍ថ្ងៃនេះចប់ រឿងក្មេងស្រីមើលកងានកាលពីព្រេងនាយមានមហាក្សត្រីចំណាស់មួយអង្គដែលមានបុត្រីដ៏ស្រស់ស្អាតម្នាក់ហើយនៅពេលដែលព្រះនាងធំឡើងនាងត្រូវបានគេយកមកធ្វើជាម្ចាស់ស្ត្រីដែលរស់នៅក្នុងនគរដ៏ឆ្ងាយមួយមេដាតើទូបង្គំត្រូវធ្វើបែបនេះមែនទេមែនហើយបុត្រីជាទីស្រឡាញ់មេដាសន្យាជាមួយព្រះអង្គម្ចាស់ថាបុត្រនឹងរៀបអភិសេកជាមួយទ្រង់ប៉ុន្តែទូលបង្គំចង់នៅទីនេះជាមួយមេដាចាស់ហើយមេដានឹងស្លាប់ឆាប់នេះមេដាចង់ឲ្យបុត្រមានស្វាមីដើម្បីការពារបុត្រទូលបង្គំមិនចង់ចាក់ចេញពីមេដាទេមេដាប៉ុន្តែប្រសិនបើមេដានិយាយដូច្នេះទូលបង្គំនឹងទៅមេដាមិនចង់ឲ្យបុត្រទៅម្នាក់ឯងទេដូច្នេះអ្នកបម្រើរបស់មេដាឈ្មោះអេសានាងនឹងទៅជាមួយបុត្រតើសេះរបស់បុត្របានត្រៀមខ្លួនរួចហើយឬនៅក្រាបទូលមេដាពួកយើងត្រៀមខ្លួនរួចហើយនឹងចេញដំណើរឥឡូវនេះសូមចាំថាអេសាស្មោះត្រង់នឹងមេដាហើយមេដាទុកចិត្តថានាងនឹងប្រាប់មេដានៅអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះបុត្រព្រះពរទូលបង្គំដឹងហើយកុំបារម្ភអីម្ចាស់ស្ត្រីនិងព្រះនាងបានចេញទៅខាងក្រៅវិមានដែលអ្នកបម្រើនឹងសេះកំពុងរងចាំតោះយើងទៅអេសាដោយបំណប់ប្រាថ្នារបស់ព្រះនាងលាហើយប៉ុន្តែអ្វីដែលមហាក្សត្រីមិនបានដឹងគឺថាអេសាបានខឹងក្នុងចិត្តដោយច្រណែននិងលោភលន់នាងចង់ធ្វើជាព្រះនាងហើយនាងមិនចូលចិត្តបុត្រីរបស់មហាក្សត្រីទាល់តែសោះព្រះនាងនិងអ្នកបម្រើបានជាសេះរបស់ពួកគេហើយបានចាក់ចេញពីវិមានបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងព្រះនាងបានស្រែកទឹកហើយបាននិយាយទៅកាន់អ្នកបម្រើរបស់ទ្រង់អេសាសូមយកទឹកពីអូមកឲ្យយើងសោយបន្តិចមកតែយកវាដល់ខ្លួនឯងទៅប្រសិនបើទ្រង់ស្រែកទឹកគ្រាន់តែអោនចុះនៅនឹងទន្លេហើយផឹកវាទៅព្រះនាងបានចុះពីសេះរបស់ទ្រង់រួចអោនចុះផឹកទឹកនៅក្នុងអូរួចហើយឡើងជិះសេះវិញបន្ទាប់មកអ្នកបម្រើបាននិយាយចាប់ពីពេលនេះតទៅខ្ញុំជាអ្នកបញ្ជាហើយទ្រង់ត្រូវតែគោរពខ្ញុំឥឡូវដោះសម្លៀកបំពាក់របស់ទ្រង់ចេញមកហើយបកលឲ្យខ្ញុំហើយទ្រង់ស្លៀកសម្លៀកបំពាក់របស់ខ្ញុំឥឡូវខ្ញុំគឺជាព្រះនាងសន្យានឹងខ្ញុំថាទ្រង់នឹងមិនប្រាប់នរណាម្នាក់អំពីរឿងនេះទេឬមិនដូច្នេះទ្រង់នឹងស្ដាយក្រោយខ្ញុំសន្យាដូច្នេះអ្នកបម្រើបានស្លៀករ៉ូបរបស់ព្រះនាងហើយជីសេះរបស់ព្រះនាងសេះហាក់ដូចជាដឹងថាវាគួរតែដឹកតែព្រះនាងពិតប្រាកដហើយវាមិនធ្វើតាមបញ្ជារបស់អេសាទេប៉ុន្តែនៅទីបំផុតស្ត្រីទាំងពីរនាក់បានទៅដល់ព្រះបរមរាជវាំងជាកន្លែងដែលព្រះអង្គម្ចាស់បានចេញមកជួបពួកគេសូមស្វាគមន៍មកកាន់វិមានរបស់យើងម្ចាស់ស្ត្រីជាទីស្រឡាញ់តើក្មេងស្រីនេះជានរណានាងជាអ្នកបម្រើស្រីរបស់ទូលបង្គំនាងបានធ្វើដំណើរជាមួយទូលបង្គំពីនគរទូលបង្គំមកប៉ុន្តែទូលបង្គំមិនចូលចិត្តនាងទេប្រហែលជាទ្រង់អាចឲ្យនាងធ្វើការក្នុងនគររបស់ទ្រង់បាននាងគ្មានប្រយោជន៍អ្វីទេចំពោះទូលបង្គំឥឡូវនេះអញ្ចឹងយើងមានក្មេងប្រុសតូចម្នាក់ឈ្មោះថាខូណាតដែលមើលថែសត្វកងានយើងគិតថានាងអាចជួយគេបានអូនិយាយអញ្ចឹងសូមសម្រាប់សេះរបស់ទូលបង្គំផងមានរឿងអីហេតុអីសេះនេះមើលទៅដូចជាល្អស្អាតខ្លាំងណាស់ខ្ញុំស្ទើរតែស្លាប់នៅតាមផ្លូវទៅហើយដោយសារតែសេះនេះអេសាដឹងថាសេះរបស់ព្រះនាងពិតជាសេះវេទមន្តចេះនិយាយហើយវាប្រហែលជាប្រាប់ទៅនរណាម្នាក់ថានាងមិនមែនជាព្រះនាងមែនទែនយើងមិនអាចសម្លាប់សេះរបស់ព្រះនាងបានទេប៉ុន្តែប្រសិនបើដូច្នេះយើងនឹងឃុំឃាំងវាសូមអរគុណហេហើយសេះត្រូវបានគេចាក់សោនៅកន្លែងដែលគ្មាននរណាម្នាក់អាចមើលឃើញវានោះទេនៅថ្ងៃបន្ទាប់អេសាបានទៅជួបព្រះនាងទ្រង់នឹងមិនបានឃើញសេះរបស់ទ្រង់ម្ដងទៀតនោះទេហើយតែអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំខំប្រឹងធ្វើការទៅបើមិនដូច្នេះទេយើងនឹងប្រាប់ព្រះអង្គម្ចាស់ឲ្យកម្ចាត់ឯងចេញអ្នកបម្រើបានចាក់ចេញហើយព្រះនាងបានចាប់ផ្ដើមយំភ្លាមនោះបុរសចំណាស់ម្នាក់បានចេញមកហើយនិយាយថាកុំបារម្ភអីខ្ញុំដឹងថាសេះរបស់នាងនៅឯណាខ្ញុំនឹងនាំនាងទៅកន្លែងដែលពួកគេទុកវាអូសូមអរគុណលោកពិតជាមនុស្សល្អមែននៅទីនោះខូណាតកំពុងលាក់ខ្លួននៅខាងក្រៅកំពតព្រៃហើយស្ដាប់ការសន្ទនាទាំងអស់ហើយវាបានគិតថាស្ដាប់មើលទៅគួរឲ្យចាប់អារម្មណ៍
ក៏នឹងនៅទីនេះដែរហើយប្រហែលជាព្រះអង្គនឹងដឹងពីរឿងនេះដែរ អ្នកមើលថៃសេះបាននាំព្រះនាងទៅមើលសេះខូណាតកំពុងលាក់ខ្លួននៅខាងក្រោយពួកគេ នៅទីនេះហើយឥឡូវនេះអ្នកត្រូវប្រុងប្រយ័ត្ន ខ្ញុំនឹងប្រយ័ត្នបរិះចំណាស់បានចេញទៅហើយព្រះនាងបានចូលទៅក្នុងកន្លែងដែលសេះរបស់ទ្រង់នៅខូណាតដើរតាមពីក្រោយព្រះនាងភ្លាមនោះទ្រង់បានឃើញសេះនោះព្រះនាងបាននិយាយថាអូសេះដ៏កំសត់តើគេបានធ្វើអ្វីខ្លះដល់ឯង អូព្រះនាងដ៏កំសត់អើយទ្រង់កំពុងតែរងទុក្ខដែរហើយប្រសិនបើមិនដាទ្រង់បានដឹងគាត់នឹងខូចចិត្ត ខូណាតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ឃើញថាសេះអាចនិយាយបាន អូព្រះអើយតើខ្ញុំឈួតមែនទេសេះអាចនិយាយបានខ្ញុំត្រូវតែប្រាប់ព្រះអង្គម្ចាស់ប៉ុន្តែតើទ្រង់ជឿខ្ញុំទេណោះខ្ញុំមិនដឹងទេខ្ញុំត្រូវតែគិតពីវា ខណៈពេលដែលគាត់កំពុងគិតពីរឿងនេះព្រះនាងបានចាក់ចេញនៅព្រឹកបន្ទាប់អ្វីគ្រប់យ៉ាងគឺដូចធម្មតាព្រះនាងចាប់ផ្ដើមសរសើររបស់ទ្រង់ដែលដូចជាមាសសុទ្ធខូណាតចង់ដកសក់ពី3សរសៃខូណាតឈប់រំខានខ្ញុំកុំប៉ះសក់របស់ខ្ញុំអី ប៉ុន្តែសក់បងគួរឲ្យស្រឡាញ់ណាស់តើបងចង់ឲ្យខ្ញុំក្រងសក់របស់បងទេ ទេកុំលេងអីខូណាត ប៉ុន្តែខ្ញុំចង់បានសក់របស់បងខ្លះ ទុកឲ្យខ្ញុំនៅម្នាក់ឯងបានហើយព្រះនាងបានស្រែកហើយបន្ទាប់មកទ្រង់បាននិយាយទៅក្នុងខ្យល់ផ្លុំមកខ្យល់ដ៏ត្រជាក់ខ្ញុំចង់ថាផ្លុំមួកតើយរបស់ខូណាតទៅឲ្យឆ្ងាយទៅហើយបកនាំយកវាមកទីនេះនិងទៅទីនោះរហូតដល់ខ្ញុំក្រងសក់របស់ខ្ញុំហើយមានខ្យល់បក់យ៉ាងខ្លាំងដែលវាបានផ្លុំមួករបស់ខូណាតទៅឆ្ងាយហើយវាបានរត់ដេញតាមមួកនៅពេលដែលវារត់ត្រឡប់មកវិញព្រះនាងបានឈប់សិតសក់របស់ទ្រង់រួចរាល់ខូណាតបានខឹងហើយវាបានចាក់ចេញដើរត្រង់ទៅជួបព្រះអង្គម្ចាស់ ព្រះអង្គជាទីគោរពទូលបង្គំមិនចង់នៅក្បែរបងស្រីនោះទៀតទេទូលបង្គំខ្លាចនាងគ្រាន់តែជាមនុស្សស្រីដែលគ្មានកំហុសមិនក៏ខ្លាចនាងទេព្រះអង្គជាទីគោរពទូលបង្គំគិតថានាងជាមេធ្មប់អាក្រក់ណាស់មេធ្មប់ឯងគួរតែប្រាប់យើងតាំងពីដំបូងឆាប់ឡើងប្រាប់យើងនៅអ្វីគ្រប់យ៉ាងមកមែនហើយព្រះអង្គជាទីគោរពហើយនៅថ្ងៃបន្ទាប់ទៀតទូលបង្គំ ខូណាតបានប្រាប់ស្ដេចនៅអ្វីៗគ្រប់យ៉ាងដែលវាបានដឹងពីព្រះនាងនិងសេះរបស់ទ្រង់ហើយអំពីផ្លូវខ្យល់បក់មួរបស់វា ត្រឡប់ទៅវិញទៅខូណាតខ្ញុំនឹងចាំអ្វីគ្រប់យ៉ាងទាំងអស់ នៅថ្ងៃបន្ទាប់ព្រះអង្គម្ចាស់បានលាក់ខ្លួននៅជិតកន្លែងដែលឃុំសេះហើយទ្រង់បានរងចាំរហូតដល់ព្រះនាងមកមើលសេះអរុនសួស្ដីសេះជាទីស្រឡាញ់របស់ខ្ញុំ អរុនសួស្ដីម្ចាស់ស្ត្រីជាទីស្រឡាញ់ប្រសិនបើមេដារបស់ទ្រង់បានដឹងពីអ្វីដែលទ្រង់កំពុងជួបទ្រង់នឹងខូចចិត្ត ព្រះអង្គម្ចាស់បានស្ដាប់ការសន្ទនាទាំងនេះប៉ុន្តែទ្រង់បានមើលឃើញពីរបៀបដែលព្រះនាងរំខានខូណាតនិងរបៀបដែលខ្យល់បក់មួរបស់វាបន្ទាប់មកដោយមិនបានឃើញទ្រង់ព្រះអង្គក៏ចេញទៅស្អែកឡើងទ្រង់បាននិយាយជាមួយស្ត្រីដែលស្លៀកសម្លៀកបំពាក់ជាអ្នកបម្រើដែលជាព្រះនាងពិតប្រាកដព្រះអង្គជាទីគោរពតើទ្រង់ចង់និយាយជាមួយនឹងទូបង្គំមែនទេ មែនហើយសូមប្រាប់យើងមកតើមានអ្វីដែលរំខាននាងទេយើងចង់និយាយថាយើងបានចិត្តនាងហើយយើងដឹងថាមានអ្វីមួយខុសប្រក្រតីជឿជាក់លើយើងទៅ ព្រះនាងបានយំយ៉ាងជូរចត់បន្ទាប់មកព្រះនាងបានរៀបរាប់អស់ពីចិត្តពិតរបស់ទ្រង់ទាំងអស់ព្រះនាងបានប្រាប់អ្វីៗគ្រប់យ៉ាងព្រះអង្គម្ចាស់បានស្ដាប់ដោយយកចិត្តទុកដាក់ហើយនិយាយថាអូយើងដឹងថាមានបញ្ហាអ្វីមួយជាមួយស្ត្រីនោះអ្នកបម្រើរបស់ទ្រង់គឺអេសាសមនឹងទទួលទោសនាងនឹងត្រូវជាប់គុកជារៀងរហូតហើយយើងនឹងអភិសេកជាមួយទ្រង់ អូសូមអរព្រះគុណព្រះអង្គប៉ុន្តែចុះសេះរបស់ទូលបង្គំវិញ កុំបារម្ភពីវាអីវានឹងមានសេរីភាព នៅថ្ងៃបន្ទាប់ពិធីអភិសេកត្រូវបានប្រារព្ធនៅក្នុងរាជវាំងមានពិធីជួបលៀងដ៏ធំមួយហើយគូស្នេហ៍រាជវង្សបានរស់នៅយ៉ាងសុខសាន្តជារៀងរហូតបញ្ចប់រឿងសេះវេទមន្តកាលពីព្រៃនាយនៅក្នុងប្រទេសពាក់នៅក្នុងរាជវាំងសិប្បករនិងមនុស្សចម្លែកទាំងអស់បានបង្ហាញជំនាញពួកគេចំពោះព្រះរាជា បើព្រះរាជាសពប្រតិទ្រង់នឹងប្រទានអំណោយល្អៗដល់ពួកគេថ្ងៃមួយមានអ្នកធ្វើដំណើរម្នាក់បានមកគាល់ព្រះរាជាហើយបានបង្ហាញទ្រង់នៅសេះសុបនិមិត្តមួយ ព្រះអង្គម្ចាស់ទ្រង់មិនដែលឃើញវត្ថុដ៏អស្ចារ្យបែបនេះទេប៉ុន្តែអ្នកធ្វើប្រដាប់ប្រដាក្មេងលេងអាចបង្កើតសេះតុក្កតានេះបាននេះមិនមែនជាប្រដាប់ប្រដាក្មេងលេងទេព្រះអង្គម្ចាស់ នៅលើខ្នងរបស់វាទូលបង្គំអាចជិះនៅលើអាកាសបានយ៉ាងងាយស្រួលបំផុតទៅឆ្ងាយបំផុតនៃផ្នែកម្ខាងផែនដីក្នុងរយៈពេលដ៏ខ្លី បុរសនោះបានបង្ហាញពីជំនាញសេះមេកានិករបស់គាត់
ស្ដេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសុំទិញសេះនោះ ព្រះអង្គម្ចាស់ទូលបង្គំមិនអាចលក់សេះដ៏មានតម្លៃនេះសម្រាប់តែប្រាក់ទេអញ្ចឹងល្អហើយដូច្នេះតើខ្ញុំនឹងមានអ្វីកើតឡើងនៅពេលនេះខ្ញុំត្រូវមានសេះនេះ មនុស្សចម្លែកបានគិតមួយផ្លេតហើយបន្ទាប់មកបានផ្ដល់ឲ្យទ្រង់នៅសេះដោយឥតគិតថ្លៃប្រសិនបើស្ដេចនឹងប្រគល់ឲ្យគាត់នៅព្រះនាងស្ដេចរៀបនឹងយកព្រមទៅហើយនៅពេលដែលព្រះរាជបុត្ររបស់ទ្រង់ព្រះអង្គម្ចាស់ដីរាបានចូលមកដល់ក្នុងបន្ទប់ហើយបាននិយាយជំទាស់ អត់ទោះឲ្យទូលបង្គំបីដាបើទ្រង់គ្រាន់តែអនុញ្ញាតឲ្យបរិសម្នាក់នេះរៀបអភិសេកជាមួយនឹងបងស្រីរបស់ទូលបង្គំជាធ្នូនឹងសេះជាប្រដាប់ប្រដារបស់ក្មេងលេងនេះមែនទេ ស្ដេចខ្មាស់អៀនបន្តិចរួចបានបដិសេធហើយបានសុំឲ្យព្រះរាជបុត្ររបស់ទ្រង់ពិនិត្យមើលសេះនោះព្រះអង្គម្ចាស់ដីរាបានចូលទៅជិតសេះទ្រង់លោតទៅលើកែបហើយទាញកន្លឹះភ្លាមនោះសេះបានឡើងខ្ពស់ទៅលើអាកាសស្ដេចមានសេចក្តីរីករាយជាខ្លាំងប៉ុន្តែភ្លាមនោះទ្រង់បានដឹងថាព្រះរាជបុត្ររបស់ទ្រង់បានឡើងខ្ពស់ណាស់ដែលអាចធ្វើឲ្យទ្រង់មានគ្រោះថ្នាក់ទ្រង់បានបញ្ជាឲ្យអ្នកយាមចាប់អ្នកដំណើរហើយចាប់គាត់យកទៅដាក់ក្នុងគុកទៅកាន់តែឆ្ងាយនៅលើមេឃព្រះអង្គម្ចាស់ដីរាបានឆ្លងកាត់តាមពពកដោយល្បឿនដ៏អស្ចារ្យទ្រង់បានព្យាយាមទាញកន្លឹះដើម្បីបញ្ឈប់សេះប៉ុន្តែវាមិនប្រយោជន៍សោះប៉ុន្តែទ្រង់បានពិនិត្យមើលសេះបន្ថែមទៀតហើយនៅពេលទ្រង់ទាញវាសេះក៏ចាប់ផ្ដើមចុះមកព្រះអង្គក៏បានចុះមកដល់ជិតដីដោយមើលឃើញពីលើដំបូលខ្ពស់ជាងកន្លែងផ្សេងទ្រង់បានដាក់សេះនៅលើដំបូលវិមានទ្រង់បានចុះមកខាងក្រោមព្រះនាងមួយអង្គបានភ្ញាក់ឡើងហើយដោយសំឡេងដែលទ្រង់បានឮនៅលើដំបូលព្រះនាងបានប្រាប់អ្នកយាមរបស់ទ្រង់ឲ្យនាំអ្នកល្មើសមករកទ្រង់អ្នកយាមបាននាំព្រះអង្គម្ចាស់មកនៅចំពោះមុខព្រះនាងហើយព្រះអង្គក៏លុតជង្គង់ចុះ សូមអត់ទោសទូលបង្គំផងព្រះនាងចំពោះការភ្ញាក់របស់ទ្រង់ទូលបង្គំគឺជាព្រះរាជបុត្ររបស់ស្ដេចមួយអង្គមានន័យថាទូលបង្គំជាព្រះអង្គម្ចាស់ហើយអ្វីទាំងនោះគឺជារឿងសំខាន់បំផុតរបស់ទូលបង្គំ ស្ត្រីនោះគឺជាព្រះនាងណាដេយ៉ាដែលជាបុត្រីរបស់ស្ដេចពេងកាល់ព្រះនាងមានអារម្មណ៍រីករាយដែលបានឮអំពីដំណើរផ្សងព្រេងរបស់ទ្រង់ក្នុងរយៈពេល3ថ្ងៃក្រោយមកពួកគេបានស្គាល់គ្នាហើយមិនយូរប៉ុន្មានពួកគេបានស្រឡាញ់គ្នានៅរសៀលមួយព្រះអង្គម្ចាស់បាននិយាយទៅកាន់ព្រះនាងថាព្រះនាងរបស់ទូលបង្គំកំពុងតែគិតពីអនាគតរបស់យើងទូលបង្គំត្រូវត្រឡប់ទៅនគររបស់ទូលបង្គំហើយសូមការអនុញ្ញាតពីបិតារបស់ទូលបង្គំសម្រាប់ការអភិសេករបស់យើងលើពីនេះទៀតទ្រង់ចង់ដឹងថាសេះហោះវេទមន្តមិនបានធ្វើឲ្យទូលបង្គំធ្លាក់ដល់ដីព្រះនាងទ្រង់ចង់មកជាមួយទូលបង្គំទេព្រះនាងយល់ព្រមនៅព្រឹកបន្ទាប់ពួកគេបានទៅរកសេះវេទមន្តគ្មានគ្រោះថ្នាក់និងជាសេះមេកានិកដោយទាញកន្លឹះពួកគេទាំងពីរបានចេញដំណើរហើយក្នុងរយៈពេល30នាទីពួកគេបានមកដល់រាជធានីពាក់ដំបូងព្រះអង្គម្ចាស់បានយកព្រះនាងទៅផ្ទះតូចមួយនៅក្បែរវិមានស្នាក់នៅទីនេះសិនទូលបង្គំទៅយកអ្នកធ្វើប្រដាប់ប្រដាក្មេងលេងចេញពីគុកមុនពេលដែលគាត់ត្រូវសម្លាប់ហើយទូលបង្គំនៅប្រាប់បិតាថាទូលបង្គំមិនស្លាប់ទេម្យ៉ាងទៀតទូលបង្គំចង់ប្រាប់បិតាអំពីព្រះនាងទ្រង់នឹងរៀបចំទទួលភ្ញៀវដើម្បីស្វាគមន៍ព្រះនាងប្រហែលជាបន្ទាប់ពីញ៉ាំបង្អែមទូលបង្គំនឹងប្រាប់ទ្រង់ថាទូលបង្គំចង់រៀបអភិសេកជាមួយទ្រង់បានបញ្យល់ប្រាប់ព្រះនាងពីរបៀបដំណើរការសេះវេទមន្តក្នុងករណីដែលព្រះនាងប្រហែលជាត្រូវរត់គេចខ្លួនដើម្បីសុវត្ថិភាពពេលដែលទ្រង់នៅឆ្ងាយចៅព្រៃម្នាក់នៅពីក្រោយព្រៃបានស្ដាប់ឮការសន្ទនារបស់ពួកគេទាំងអស់ប៉ុន្តែតែអាចស្ដីបន្ទោសពួកគាត់បានទេពួកគេបានស្នាក់នៅក្នុងផ្ទះតូចរបស់ពួកគាត់តើសំណាងអ្វីដែលព្រះនាងនៅតែម្នាក់ឯងនឹងសេះវេទមន្តខ្ញុំនឹងនាំនាងទៅស្ដេចស៊ុលតង់នៅកាល់ស្បៀខ្ញុំនឹងទទួលបានរង្វាន់ដ៏ល្អសម្រាប់នាងហើយខ្ញុំនឹងរក្សាទុកសេះនោះចៅបានរងចាំព្រះអង្គម្ចាស់ចូលទៅក្នុងព្រៃបន្ទាប់មកគាត់បានចាប់ព្រះនាងរួចចងព្រះនាងនិងដាក់ព្រះនាងលើសេះវេទមន្តគាត់ក៏ឡើងជិះលើសេះដែរហើយបានទាញកន្លឹះដូចអ្វីដែលព្រះអង្គម្ចាស់បាននិយាយហើយសេះក៏ស្ទុះឡើងទៅលើអាកាសភ្លាមព្រះអង្គម្ចាស់ដែលនៅពីខាងក្រោមមានការភ្ញាក់ផ្អើលពេលឮសំឡេងយំរបស់ព្រះនាងដែលកំពុងហោះពីខាងលើហើយទ្រង់មិនអាចធ្វើអ្វីបានទេនៅពេលដែលព្រះរាជាមានសេចក្តីរីករាយយ៉ាងខ្លាំងពេលបានឃើញព្រះរាជបុត្ររបស់ព្រះអង្គហើយបានបញ្ជាឲ្យពន្យាពេលកាត់ទោសប្រហារជីវិតអ្នកធ្វើប្រដាប់ប្រដាក្មេងលេងព្រះរាជាបានយកពីមូលហេតុដែលព្រះរាជបុត្ររបស់ព្រះអង្គបានចាក់ចេញម្ដងទៀតព្រះបុត្រាបដញ្ញាចិត្តថានឹងមិនវិលត្រឡប់មកវិញឡើយទាល់តែរកឃើញព្រះនាងរបស់ទ្រង់ម្ដងទៀតស្ដេចស៊ុលតង់នៅកាសៀបានចាប់អារម្មណ៍យ៉ាងខ្លាំងដល់ចៅហើយបានប្រគល់រង្វាន់ទៅដល់គេបន្ទាប់មកគាត់ក៏បាននាំព្រះនាងទៅវាំងរបស់ទ្រង់នៅព្រឹកបន្ទាប់ទ្រង់បានបញ្ជាឲ្យអ្នកបម្រើរបស់ទ្រង់ប្រាប់ព្រះនាងឲ្យត្រៀមខ្លួនសម្រាប់រៀបអភិសេកនៅក្នុងថ្ងៃនោះមានរឿងតែមួយគត់ដែលព្រះនាងគិតថាទ្រង់អាចធ្វើបានព្រះនាងធ្វើចរិយាមិនសមរម្យធ្វើដូចជាទ្រង់ឈួតហើយខ្ជិលច្រអូសដូចជាព្រះនាងអញ្ចឹងស្ដេចស៊ុលតង់បានប្រាប់អំពីការវិវត្តដ៏ចម្លែកនេះទ្រង់បានផ្ដល់រង្វាន់យ៉ាងច្រើនដល់វិជ្ជបណ្ឌិតណាដែលអាចព្យាបាលព្រះនាងបានទន្ទឹមនឹងនេះព្រះអង្គម្ចាស់ដីរាបានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនដោយមិនដឹងច្បាស់ថាត្រូវទៅណាដោយសារតែទ្រង់មិនមានសេះហោះរបស់ទ្រង់ទៀតទេដោយសារអស់សង្ឃឹមស្ទើរតែទាំងអស់ទ្រង់បានសម្រាកនៅលើថ្មមួយក
សិករក្នុងស្រុកពី3នាក់បានមកហើយប្រាប់ទ្រង់អំពីព្រះនាងម្នាក់ដែលបានក្លាយខ្លួនទៅជាមនុស្សឆ្កួតក្នុងពិធីមង្គលការរបស់ព្រះនាងជាមួយនឹងស្ដេចស៊ូតង់នៅកាស្វីភ្លាមនោះពន្លឺនៃក្តីសង្ឃឹមបានបំភ្លឺដួងចិត្តរបស់ព្រះអង្គម្ចាស់តើនេះដូចជាព្រះនាងដែលឆ្កួតដូចដែលទ្រង់បានស្រឡាញ់ដែរឬទេទ្រង់បានបដិញ្ញាចិត្តដើម្បីស្វែងរកមកដល់ទីក្រុងកាស្មៀទ្រង់បានស្លៀកសម្លៀកបំពាក់វិជ្ជបណ្ឌិតបន្ទាប់មកព្រះអង្គម្ចាស់ដេរីបានក្លាយបន្លំខ្លួនជាវិជ្ជបណ្ឌិតប្រាប់ស្ដេចស៊ុលតង់ថាព្រះនាងពិតជាសះស្បើយប៉ុន្តែត្រូវឲ្យគាត់និយាយជាមួយព្រះនាងតែម្នាក់ឯងស្ដេចស៊ុលតង់បានយល់ព្រមលុះដល់ព្រះអង្គចូលដល់ក្នុងបន្ទប់ព្រះនាងបានចាប់ដៃរបស់ព្រះនាងហើយខ្សឹបប្រាប់ថានេះជាទូលបង្គំទេព្រះអង្គម្ចាស់ដេរីរបស់ទ្រង់នោះគឺគ្រាន់តែជាការបន្លំប៉ុណ្ណោះលើសពីនេះផ្សេងទៀតខ្សឹបរឿងលំអិតព្រះអង្គម្ចាស់បានអោបព្រះនាងបន្ទាប់មកទ្រង់បានត្រឡប់ទៅរកស្ដេចស៊ុលតង់វិញព្រះអង្គម្ចាស់ស៊ុលតង់អើយមានឱកាសតិចតួចដែលទូលបង្គំអាចជួយសង្គ្រោះព្រះនាងបានហើយនាំមកវិញនៅភាពប្រក្រតីនៃចិត្តរបស់ទ្រង់ព្រះអង្គម្ចាស់ដឹងទេព្រះនាងច្បាស់ជាបានប៉ះអ្វីដែលធ្វើឲ្យរីករាយខ្លាំងឬក៏ជួបរឿងច្រើនពេកកាលពីក្មេងលុះត្រាតែទូលបង្គំអាចពិនិត្យមើលវត្ថុវេទមន្តបានទូលបង្គំមិនអាចព្យាបាលបានទេស្ដេចស៊ូតង់ចងចាំសេះវេទមន្តទ្រង់បានកោះហៅសេះហើយបានបង្ហាញវាទៅវិជ្ជបណ្ឌិតពេលឃើញសេះគ្រូពេទ្យនិយាយថានេះពិតជាវត្ថុវេទមន្តខ្លាំងណាស់ដែលធ្វើឲ្យព្រះនាងរីករាយសូមយកសេះនេះទៅដាក់នៅទីលានបរមរាជវាំងហើយឲ្យព្រះនាងនៅទីនោះក្នុងរយៈពេល 2-3 នាទីនាងនឹងបានជាសះស្បើយនៅព្រឹកបន្ទាប់សេះវេទមន្តត្រូវបានគេដាក់នៅកណ្ដាលទីលានព្រះអង្គម្ចាស់បានក្លាយបន្លំជាវិជ្ជបណ្ឌិតបានបញ្ជាឲ្យមានភ្លើងដាក់នៅជុំវិញសេះដើម្បីឲ្យមានពន្លឺព្រះនាងត្រូវបានគេនាំចេញមកហើយនាំទៅរកសេះនោះគ្រូពេទ្យបានធ្វើពុតដាក់ព្រះនាងនៅលើសេះបន្ទាប់មកទ្រង់បានរត់ជុំវិញវាហើយបានបោះម្សៅវេទមន្តខ្មៅចូលទៅក្នុងភ្លើងបណ្ដាលឲ្យពពកហុំព័ទ្ធជុំវិញសេះដើម្បីកុំឲ្យនរណាបានឃើញព្រះនាងនឹងសេះហើយបានលាក់ខ្លួននៅក្នុងផ្សែងនោះព្រះអង្គម្ចាស់បានឡើងទៅលើសេះទាញកន្លឹះហើយសេះវេទមន្តបានហោះឡើងលើអាកាសស្ដេចស៊ុលតង់ដួងចិត្តរបស់កូនក្រមុំត្រូវតែរកមកវាមិនអាចទិញបានទេនៅថ្ងៃដដែលនោះព្រះអង្គម្ចាស់នៃប្រទេសពាក់និងព្រះនាងជាទីស្រឡាញ់របស់ទ្រង់បានទៅដល់តុលាការក្រុងពាក់ដោយសុវត្ថិភាពបិតាត្រេកអរចំពោះការត្រឡប់មកវិញរបស់ព្រះរាជបុត្រហើយភ្លាមនោះបានបញ្ជាឲ្យមានពិធីអស្ចារ្យដូច្នេះហើយព្រះអង្គម្ចាស់និងព្រះនាងរស់នៅយ៉ាងសុភមង្គលនិងអ្នកធ្វើប្រដាប់ប្រដាក្មេងលេងរស់នៅយ៉ាងមានសុភមង្គលផងដែរបញ្ចប់រឿងព្រះនាងត្រូវបណ្ដាសាកាលពីព្រេងនាយមានកសិករចំណាស់ម្នាក់មានកូនប្រុស2នាក់គឺអូស្ទីននិងខាល់ធឺតើឯងនៅណាមកជួយពុកតិចមកកូនកុំរំខានខ្ញុំអីពុកខ្ញុំកំពុងតែដេកអូស្ទីនបន្តធ្វើរបងនេះទៅពុកទៅទីក្រុងណាកូនបានពុកពេលកសិករកំពុងធ្វើដំណើរទៅទីក្រុងគាត់បានគិតថាខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងមុនពេលដែលពួកយើងមានបញ្ហានឹងគ្នាខ្ញុំនឹងអង្គុយចុះហើយនិយាយពីរឿងនេះគាត់បានអង្គុយនៅក្រោមដើមឈើមានមនុស្ស2នាក់បានអង្គុយនៅក្បែរគាត់ហើយគាត់បានឮពួកគេនិយាយគ្នាបុត្រីរបស់ស្ដេចទ្រង់ត្រូវបានឃុំនៅក្នុងប្រាសាទមួយដែលមានសត្វនាគហើយនឹងស្ត្រីចំណាំម្នាក់អ្នកយាមព្រះនាងបរិះណាដែលចង់ជួយព្រះនាងត្រូវឆ្លងកាត់ការសាកល្បង3យ៉ាងជាមុនសិនគេតែងនិយាយថាការសាកល្បងនោះវាពិបាកណាស់តើមែនទេហើយអ្នកដែលបរាជ័យនឹងត្រូវបាននាគស៊ីចុះនឹងមានអ្វីកើតឡើងប្រសិនបើមាននរណាម្នាក់ឆ្លងកាត់ការសាកល្បងទាំង3នោះបរិះម្នាក់នោះនឹងត្រូវបានអនុញ្ញាតឲ្យរៀបអភិសេកជាមួយព្រះនាងហើយនឹងបានគ្រប់គ្រងប្រាសាទនិងទ្រព្យសម្បត្តិនៅទីនោះបន្ទាប់មកកសិករបានគិតថាអូខាធើនឹងធ្វើវាបានវានឹងឆ្លងផុតការសាកល្បងទាំង3នោះហើយវានឹងបានរៀបអភិសេកជាមួយព្រះនាងនឹងក្លាយជាស្ដេចជាមិនខាន2-3 ថ្ងៃក្រោយមកកសិករបានឲ្យសេះហើយនឹងដាវតែមួយគត់របស់គាត់ឲ្យទៅខាល់ធឺដើម្បីទៅជួយសង្គ្រោះព្រះនាងខាល់ធឺដើរបុករបស់របរនៅតាមផ្លូវដោយមិនប្រុងប្រយ័ត្នគាត់មានចិត្តខូខើហើយនៅពេលដែលគាត់បានឆ្លងកាត់សម្បុកស្រមោចគាត់បានកំទេចវាចោលនៅពេលគាត់ចុះទៅផឹកទឹកបឹងគាត់បានចោលដុំថ្មដាក់កូនទាតូចនៅទីនោះហើយនៅពេលគាត់ជិតទៅដល់ប្រាសាទគាត់បានឃើញសម្បុកឃ្មុំក៏បានកាត់វាដោយដៃរបស់គាត់ក៏បានរត់ចេញហើយទីបំផុតរត់ទៅដល់ប្រាសាទគាត់បានធាក់ទ្វារហើយចាប់ផ្ដើមស្រែកអ្នកនៅទីនេះបើកទ្វារភ្លាមខ្ញុំហត់ខ្លាំងណាស់ក៏ហ៊ានម្លេះកុំឲ្យយើងចាំឲ្យសោះណាឬក៏ចង់ឲ្យយើងបំផ្លាញវាចោលទីបំផុតមានស្ត្រីចំណាស់ម្នាក់បានបើកទ្វារជាមួយសំឡេងស្រទន់តើនរណាកំពុងគូសទ្វារនឹង
ខ្ញុំបាននៅទីនេះជិត1ម៉ោងទៅហើយតើយាយថ្លង់ទេ អូទេខ្ញុំមិនបានថ្លង់ទេ ខ្ញុំមកជួយសង្គ្រោះព្រះនាងហើយខ្ញុំនឹងក្លាយជាស្ដេចណាយាយ ចាំបន្តិចជាដំបូងឯងត្រូវឆ្លងកាត់វិញ្ញាសាចំនួន3ជាមុនសិនណាអ្នកកំឡោះ វិញ្ញាសាតើជាវិញ្ញាសាអ្វីទៅយាយខ្ញុំនេះណាមិនខ្លាចអ្វីទាំងអស់ហ្នឹង យាយនឹងបាយគ្រាប់ឈូករត់ទាំងនេះទៅក្នុងខ្យល់ហើយពួកវានឹងប៉ើងដោយខ្យល់ហើយឯងត្រូវរើសវាឡើងដោយដាក់វាចូលក្នុងហោប៉ៅនេះក្នុងរយៈពេលតែ1ម៉ោងប៉ុណ្ណោះ តើយាយគិតថាខ្ញុំឈួតមែនទេហើយនេះជាវិញ្ញាសាស្អីទៅ យើងនឹងត្រឡប់មកវិញក្នុងរយៈពេល1ម៉ោង ហើយស្ត្រីចំណាស់បានបាចគ្រាប់នោះទៅក្នុងខ្យល់រួចក៏បិទទ្វារទៅ វាមិនអាចទៅរួចនោះទេខ្ញុំមិនអាចរើសគ្រាប់ពូជទាំងអស់នេះបានទេ ពេលដែលស្ត្រីចំណាស់ត្រឡប់មកវិញគាត់បានប្រាប់វិញ្ញាសាទី2គាត់បានបោះចិញ្ចៀនមាសចំនួន12ចូលទៅក្នុងបឹងជ្រៅមួយ អ្នកកំឡោះត្រូវតែមុជទៅយកពួកវាឲ្យបានក្នុងរយៈពេល1ម៉ោងយល់ទេ ខ្ញុំមិនឈួតទេណាទឹកនោះវាជ្រៅហើយត្រជាក់ណាស់ ឯងធ្វើវាមិនបានល្អទេអ្នកកំឡោះប៉ុន្តែទៅធ្វើកិច្ចការទី3វិញម្ដងមកតាមយើង ខ្ញុំពិតជាធុញខ្លាំងណាស់ នៅខាងក្នុងពួកគេចូលទៅដល់ប្រាសាទពួកគេបានទៅដល់បន្ទប់ងងឹតមួយ យើងមានរូបភាពស្រមោលចំនួន3គ្របដណ្ដប់ដោយផ្ទាំងពណ៌សអ្នកកំឡោះមានពេល1ម៉ោងដើម្បីប្រាប់ខ្ញុំថាតើមួយណាជាព្រះនាងប្រសិនបើអ្នកកំឡោះទាយត្រូវព្រះនាងនឹងមានសេរីភាពប៉ុន្តែបើខុសវិញនោះ ខ្ញុំជ្រើសរើសយកមួយនៅខាងស្ដាំនេះ រូបមួយនៅខាងស្ដាំដៃនេះអ្នកកំឡោះបើកដោយខ្លួនឯងទៅ អូទេគឺជានេះទេ ជួយផង ពី3ថ្ងៃក្រោយមកកសិករបានដើរទៅរកអូស្ទីន តើខាធើនៅឯណាពុកព្រួយបារម្ភពីវាខ្លាំងណាស់លោកពុកសូមពុកអនុញ្ញាតឲ្យខ្ញុំទៅប្រាសាទនោះទេអត់ទេកូនប្រុសពុកមិនចង់បាត់បង់កូនប្រុសតែមួយរបស់ពុកទៀតទេសូមពុកជឿលើកូនចុះកូននឹងត្រឡប់មកវិញជាមិនខានប៉ុន្តែពុកមិនមានសេះហើយក៏មិនមានដាវដើម្បីឲ្យកូនទេណា អូស្ទីនយកតែនំប៉័ងមួយដើមប៉ុណ្ណោះហើយដើរដោយថ្មើរជើងទៅប្រាសាទដែលមានបណ្ដាសានោះគាត់បានសម្រេចចិត្តសម្រាកនៅក្រោមដើមឈើមួយនៅទីនោះគាត់បានឃើញសម្បុកសត្វស្រមោចហើយមានស្រមោចជាច្រើនកំពុងព្យាយាមជួសជុលសម្បុកវាឡើងវិញផងដែរ អូសត្វស្រមោចដ៏កំសត់អើយតើអ្នកណាមកកំទេចសម្បុករបស់ឯងខ្ញុំនឹងជួយឯងជួសជុលសម្បុកឡើងវិញណា ពេលដែលគាត់បានធ្វើវារួចហើយគាត់បានដើរទៅបឹងដើម្បីរកទឹកផឹកនៅទីនោះគាត់បានឃើញកូនទាកំពុងហែលទឹក អូកូនទាគួរឲ្យអាណិតអើយពួកឯងច្បាស់ជាឃ្លានហើយមើលទៅនេះណែចូលមកស៊ីនំប៉័ងមួយដុំរបស់ខ្ញុំទៅ កូនទាទាំងនោះបានមកស៊ីនំប៉័ងបន្ទាប់មកគាត់បានឃើញសម្បុកឃ្មុំនៅលើដីគាត់បានរើសវាឡើងហើយដាក់វានៅលើដើមឈើហើយបន្តធ្វើដំណើរទៅប្រាសាទបណ្ដាសានោះពេលដែលគាត់ទៅដល់គាត់បានគោះទ្វារ តើឯងចង់បានអ្វីទៅអ្នកកំឡោះ សួស្ដីខ្ញុំមកនេះគឺចង់មកជួយសង្គ្រោះព្រះនាងណាយាយ អញ្ចឹងអ្នកកំឡោះអាចសាកល្បងបាន ស្ត្រីចំណាស់បានរាយគ្រាប់ការឈុករត់ទៅលើដីហើយក៏ចាក់ចេញទៅ មើលទៅចម្លែកណាស់ប៉ុន្តែខ្ញុំគិតថាខ្ញុំអាចរើសវាអស់ 45នាទីក្រោយមកអូស្ទីនហៀបនឹងបោះចោលទៅហើយស្រាប់តែមានវងស្រមោចបានមកជួយគាត់ពួកវាពិតជារីករាយខ្លាំងណាស់ពីព្រោះគាត់បានជួយធ្វើសម្បុកឲ្យពួកគេឡើងវិញ វ៉ាវឯងទាំងអស់គ្នាបានដើរជាជួរម្ដងមួយអរគុណហើយសម្លាញ់ក្នុងបាវវាពេញទៅដោយគ្រាប់ពូចម្ដងទៀតហើយ បន្ទាប់មកស្ត្រីចំណាស់ក៏បានមកដល់ ល្អណាស់ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនដែលនៅក្នុងបាវពេញទៅដោយគ្រាប់ពូជល្អឥឡូវអ្នកកំឡោះត្រូវឆ្លងទៅវិញ្ញាសាទី2ទាំងនេះអ្នកកំឡោះត្រូវតែយកចិញ្ចៀនទាំង12មកវិញ ស្ត្រីចំណាស់បានបោះចិញ្ចៀនចូលទៅក្នុងទឹកអូស្ទីនក៏លោតចូលទៅក្នុងទឹកប៉ុន្តែទឹកគឺជ្រៅខ្លាំងណាស់ហើយគាត់មិនអាចចាប់បានចិញ្ចៀនណាមួយបាននោះទេមុនពេលដែលវាលិចចូលទៅបាត់បឹងប៉ុន្តែក្រោយមកគាត់បានឃើញអ្វីមួយកំពុងរំកិលចេញពីក្នុងទឹកមកពួកវាគឺជាកូនទាដែលមកជួយគាត់ពីព្រោះគាត់បានឲ្យនំប៉័ងមួយទៅឲ្យពួកវា អូអរគុណហើយសម្លាញ់របស់ខ្ញុំឥឡូវខ្ញុំមានចិញ្ចៀនទាំង12នេះហើយ គាត់បានទៅរកស្ត្រីចំណាស់នោះ អូចិញ្ចៀនទាំង12វាមិនអាចទៅរួចទេអ្នកកំឡោះតែមិនអីទេមកតាមខ្ញុំមក ស្ត្រីចំណាស់បានបញ្យល់ទៅអូស្ទីនអំពីវិញ្ញាសាទី3នៅពេលដែលអូស្ទីនបានមើលទៅរូបស្រមោលទាំង3នោះគាត់មិនអាចដឹងថាតើមួយណាជាព្រះនាងនោះទេ
វាមើលទៅគឺដូចគ្នាទាំងអស់ គិតទៅអូស្ទីនគិតទៅតើមួយណាជាព្រះនាងភ្លាមនោះសត្វឃ្មុំរាប់រយក្បាលបានហោះចូលមកតាមបង្អួចហើយបានហោះព័ទ្ធជុំចំកណ្ដាលនៃរូបស្រមោល គឺមួយនៅចំកណ្ដាលនោះហើយ អូរូបដែលនៅកណ្ដាលតើបើកមើលខ្លួនឯងទៅផ្ទាំងក្របពណ៌សបានផ្លាស់ទៅលើហើយព្រះនាងបានបង្ហាញខ្លួនអរគុណហើយអូស្ទីនដែលបានដោះបណ្ដាសានិងជួយសង្គ្រោះខ្ញុំព្រះនាងមានបន្ទូលដោយរំភើបបន្ទាប់មកគេបានឃើញនាគកំពុងរត់គេចចេញពីប៉មឥឡូវនេះលោកគឺជាម្ចាស់នៃប្រាសាទនេះហើយអញ្ចឹងខ្ញុំនឹងចាកចេញឥឡូវនេះដូច្នេះហើយពេលដែលអូស្ទីនបានសម្រេចកិច្ចការហើយគាត់បានសុំព្រះនាងដើម្បីរៀបការហើយគួរឲ្យភ្ញាក់ផ្អើលផងដែរព្រះនាងបាននិយាយថាចាបញ្ចប់